ជំរាបសួរលោកគ្រូពីចម្ងាយខ្ញុំបាទមានសំណួរមួយសូមសួរលោកគ្រូដោយសារមានបងប្រុសម្នាក់មានគេធ្វើអំពើដាក់គាត់ហើយគាត់តែងតែឈឺហើយត្រូវទៅដោះអំពើជាច្រើនសារខ្ញុំចង់ផ្ដល់យោបល់ឲ្យគាត់រៀនធម៌ពិតនៅវត្តមនីរតនារាមដើម្បីឲ្យគាត់យល់និងឈប់ទៅក្រោមអំណាចរបស់ពួកអមនុស្សតទៅទៀតសូមយោបល់ពីលោកគ្រូថាវិធីនេះអាចទៅរួចទេគាត់អាយុប្រហែលជា40ស្ដើងមានប្រពន្ធកូនរួចហើយចម្លើយមាន2គឺមួយអាចទៅរួចមួយទៀតមិនអាចទៅរួចឆ្លើយមិនអាចទៅរួចមុនឆ្លើយមិនអាចទៅរួចប្រសិនបើគាត់ខ្វះយោនិសោមនសិការៈដោយខ្លួនឯងហើយធ្វើតាមតែការប្រាប់របស់អ្នកដទៃដោយមិនមានការយល់អំពីសភាវៈធម៌តាមសេចក្តីពិតដោយខ្លួនឯងដូច្នេះកាលណាមិនមានសទ្ធាក្នុងការសិក្សាឆ្វេងយល់អំពីសភាវៈធម៌តាមសេចក្តីពិតហើយកើតសទ្ធាដោយខ្លួនឯងទេហើយបើទោះជាទៅរៀនតាមតែគេបង្គាប់រៀនដោយមិនជ្រះថ្លាហើយក៏មិនយល់មិនកើតបញ្ញាទោះបីជាទៅក៏ដោះស្រាយមិនបានព្រោះវាមិនមែនទៅដោយសេចក្តីជ្រះថ្លាពិតប្រាកដប៉ុន្តែបញ្ហាពាក់ព័ន្ធនឹងភ្លើងងងឹតអីសពគ្រប់នេះប្រសិនបើបុគ្គលមានសទ្ធានិងបញ្ញាដោយខ្លួនឯងយល់ច្បាស់ដោយខ្លួនឯងគ្មានរឿងអីដែលថាទៅមិនរួចទេដំណើររបស់ព្រះបរមគ្រូជាម្ចាស់នៃយើងទោះថាយើងមិនមែនជាព្រះតែយើងសាវករបស់ព្រះអង្គមានដំណើររឿងឲ្យយើងយកតម្រាប់តាមដូចជាក្នុងការដែលត្រាស់ដឹងនឹងក៏មានអ្នករារាំងដែលយើងហៅថាមាទោះជាមាមានឥទ្ធិពលយ៉ាងណាក៏ដោយប៉ុន្តែបើមនុស្សមានភាពច្បាស់លាស់ពីក្នុងហើយមាមិនអាចរំខានបានទេដូចជានៅក្នុងប្រសូតមួយនៅពេលដែលព្រះបរមគ្រូកំពុងតែសម្ដែងព្រះធម៌ហើយមានភិក្ខុសង្ឃច្រើនអង្គគង់ស្ដាប់ធម៌ហើយដោយសារសម័យនោះភិក្ខុសង្ឃមិនសម្បូរត្រៃជីវរដូចបច្ចុប្បន្ននេះទេអង្គខ្លះលោកទ្រទ្រង់ជីវរតែមួយកំ pl អញ្ចឹងនៅពេលដែលស្ដាប់ធម៌នៅក្នុងព្រៃហ្នឹងលោកបោកគក់ចលក់ជីវរហើយនឹងហាលបាតលោកនៅក្នុងទីមិនឆ្ងាយប៉ុន្មានពីកន្លែងស្ដាប់ធម៌កំពុងតែស្ដាប់ហ្នឹងស្ដេចមាក៏បាននិមិត្តធ្វើជាគោបំរុងមកជន់បាតលោកដែលលោកហាលហ្នឹងអញ្ចឹងលោកគង់ស្ដាប់បដិភ្នែកលោកក៏លេចទៅមើលបាតលោកក៏ទៅអូជន់បាតអញឥឡូវជន់បាតអញឥឡូវតែមិនហ៊ានក្រោកចេញដោយសារជាការគោរពព្រះធម៌ផងគោរពព្រះសាសនាផងព្រះដែលមានពភាដឹងវរៈចិត្តរបស់ភិក្ខុនោះក៏បានហៅភិក្ខុថានាលភិក្ខុនោះមិនមែនដូចជាអ្វីដែលអ្នកមើលឃើញនោះទេមិនមែនជាគោមែនតែនទេនោះគឺស្ដេចមាដែលតែងតែមករំខានកុសលធម៌របស់អ្នកចូលអ្នកតាំងស្មារតីឲ្យក្រឡេកមើលម្ដងទៀតដល់មើលហ្មងទៀតអត់មានអីតែទេអត់មានអីចឹងទៅបានព្រះអង្គអះអាងថាមនាលភិក្ខុទាំងឡាយឲ្យតែអ្នកទាំងឡាយមានព្រះពុទ្ធមានព្រះធម៌មានព្រះសង្ឃជាទីរលឹករឿយនៅក្នុងចិត្តរបស់អ្នកតថាគតធានាថាសូម្បីអំណាចមាក៏ជ្រៀតជ្រែកចិត្តរបស់អ្នកមិនបានដែរគិតមើលឃើញទេពីព្រោះអីនៅខណៈដែលមានសតិរលឹកដឹងនៅគុណបរតនត្រ័យខណៈនោះគឺជាកុសលចិត្តហើយកាលណាកុសលចិត្តវាកើតរឿយហើយភាពភ័យខ្លាចភាពវង្វេងភាពស្លន់ស្លោក្នុងចិត្តមិនមានដូច្នេះតើមានមុនអ្វីមានអំពើអ្វីអាចទៅចាក់ដោតចិត្តរបស់អ្នកដែលមានបរតនត្រ័យជាទីរលឹកជានិច្ចបានមិនបានទេនឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គធានាហើយខ្ញុំបកណាខ្ញុំក៏បានយកមកពិសោធន៍ក្នុងជីវិតខ្លួនឯងដែរពិសោធន៍ទាំងជីវិតខ្លួនឯងដែលនៅក្នុងអំបូរខ្សែវងរបស់ខ្ញុំកណាខ្ញុំគឺជាដូនជាតាហ្នឹងធ្វើនិយាយរួមមិនជ្រះថ្លានឹងឲ្យបួសឲ្យតែបួសឈឺតែខ្ញុំកណាយកពុទ្ធជាទីរលឹកថ្វាយជីវិតនឹងចំពោះព្រះអង្គតែម្ដងទីបំផុតពួកនឹងធ្វើឡើងបានពីព្រោះដំណើរជីវិតរបស់យើងវាអត់មានអីគ្រោះថ្នាក់ជាងស្លាប់ទេអញ្ចឹងបើយើងដាក់ភ្នាល់ដល់ជីវិតហើយសួរថាមានអីមកគំរាមយើងបានទៀតវាអត់មានអីមកគំរាមយើងបានទៀតទេដូចជាអ្នកម្ដាយខ្ញុំអញ្ចឹងក៏គាត់ធ្លាប់តែពួកនឹងតាមរំខានតាមចូលតាមជ្រែកខ្ញុំក៏បដ ாய் មួយរយៈធំអញ្ចឹងទៅដោយសារខ្ញុំរត់ទំនុកនិយាយមិនតាន់បានឬថាមិនតាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួយគាត់ក៏បដ ாய் ឲ្យគាត់ទៅរកគ្រូរកគ្រាអី
ហូហែប្រហែលឆ្នាំសិនអញ្ចឹងទៅណាកាលនោះគ្រូប៉កែស្រុកខ្មែរកន្លែងមុនអាគមខ្លាំងប៉កែរហូតដល់តាំងខ្លួនជាពោធិសត្វពោធិសត្វស្អីណាណីក៏ញោមស្រីទៅអស់ហើយក៏អ្នកម្ដាយទៅអស់ហើយទីបំផុតមិនជាណាដោយសារចិត្តយើងវាអត់ជាតែបាត់តែពួកហ្នឹងវាតាមរំខានប៉ុន្តែវាមានមូលហេតុគឺផ្លូវចិត្តរបស់យើងវាអត់រឹងមាំរហូតដល់ពួកអមនុស្សពួកព្រាយពួកអីហ្នឹងតាមមកចូលដល់កន្លែងខ្ញុំកាលណាខ្ញុំនៅទៅទៀតនៅពោធិ៍សាត់នោះប៉ុន្តែនោះជាលើកចុងក្រោយខ្ញុំបានបង្ហាញផ្លូវឲ្យអ្នកម្ដាយហ្នឹងមានវិធីគិតសារជាថ្មីអស់ចិត្តហើយដើរនឹងវាគ្រប់គ្រាន់ហើយគ្រូខ្លាំងប៉កែណាក៏មើលគ្រប់គ្រាន់ហើយតោះឥឡូវយកជីវិតនេះមកថ្វាយបរតនត្រ័យវិញគឺជីវិតនេះកុំយកទៅឲ្យរបស់ខ្លាំងប៉កែណាទៀតគឺថ្វាយចំពោះបរតនត្រ័យមានបរតនត្រ័យជាទីរលឹកហើយតាំងចិត្តរក្សាសិលតាំងពីនឹងទៅថាជីវិតនឹងស្លាប់រស់ជាមួយនឹងបរតនត្រ័យទៅចោះហ្នឹងហើយតាំងពីនោះមកក៏គាត់មានពុទ្ធពធប្រសង្ឃជាទីរលឹកចឹងទៅនមស្ការព្រឹកល្ងាចទៅហើយសម្អាតទៅសិលរបស់គាត់ទៅហើយបើត្រូវឈឺមិនជាត្រូវស្លាប់អីក៏តាមតំណើចឹងទៅឃើញទេដល់ពេលដែលគាត់ស្មោះនឹងបរតនត្រ័យមានន័យថាចិត្តគាត់មានលំនឹងចិត្តគាត់មិនងាករេសង្ស័យអញ្ចេះសង្ស័យអញ្ចោះតិចអញ្ចេះទៅតិចអញ្ចោះទៅទៀតអាការសង្ស័យហ្នឹងវាកាន់តែថយទៅចឹងពួកពលឹងវិញ្ញាណអាក្រក់ហ្នឹងមិនមកចិត្តទៀតទេពីព្រោះយើងច្បាស់ដែលច្បាស់លាស់នឹងឯងហៅថាសទ្ធាមុតមមនោះសទ្ធាហ្នឹងអង់គ្លេសគេប្រើថា confident មានទំនុកចិត្តអញ្ចឹងបើយើងយកជីវិតយកមកដាក់ឲ្យថាទៅជាស្អីទៅហើយហ្នឹងរឿងអ្វីទាំងអស់វាគម្រាមត្រឹមជីវិតហ្នឹងហើយបើយើងជីវិតយើងបានផ្ញើនឹងបរតនត្រ័យហើយច្បាស់ហើយហ្នឹងហើយយើងច្បាស់លាស់នឹងកុសលធម៌ដែលត្រូវចម្រើនក្នុងជីវិតយើងហើយទុកជីវិតហ្នឹងសម្រាប់តែធ្វើកុសលធម៌អញ្ចឹងទៅក៏មិនចាំបាច់សែនព្រេនអីអញ្ញៃទៀតផងតាំងពីនឹងមកមែនបាទនេះខ្ញុំនិយាយតាំងពីនៅជាបព្វជិតមកម្ល៉េះរឿងហ្នឹងប៉ុន្តែវាជាការពិតដែលកើតនៅក្នុងជីវិតយើងគ្រប់គ្នាហ្នឹងបានខ្ញុំត្រូវតែនិយាយតទៅទៀតអ្នកខ្លះក៏បានស្ដាប់អ្នកខ្លះមិនទាន់បានស្ដាប់ថាមេគាមានណានៅក្នុងពុទ្ធសាសនាយើងនឹងមានមេគាយ៉ាងស្រួលខ្លីហើយដើរតាមពុទ្ធស្រួលងាយខ្លីត្រង់កាត់ស្រាលស្រួលហើយមិនភ័យខ្លាចមានទំនុកចិត្តប៉ុន្តែសំខាន់គឺយល់នៅហេតុផលយល់នៅកម្មផលច្បាស់លាស់អញ្ចឹងសំណួរទី1គឺតម្រូវទៅលើសាយសីលាវតីតែជាសីលវតីសូមជម្រាបសួរលោកគ្រូសូមសួរលោកគ្រូថាបុគ្គលប្រាថ្នានៅក្នុងការធ្វើបុណ្យអាចចាត់ថាជាលោភៈមូលចិត្តដែរឬទេពាក្យប្រាថ្នានេះគឺវាមិនមែនសុទ្ធតែជាលោភៈទេបើប្រាថ្នាដើម្បីធ្វើសេចក្តីល្អប្រាថ្នាដើម្បីស្ដាប់ធម៌ប្រាថ្នាដើម្បីជួបព្រះសម្មាសម្ពុទ្ធដើម្បីស្ដាប់ធម៌ដោយសេចក្តីជ្រះថ្លាវាជាមហាកុសលដែលមានឆន្ទៈជាអធិបតីប្រាថ្នាដើម្បីឲ្យទានឃើញទេឲ្យអស់តាមានបានអីប្រាថ្នាដើម្បីធ្វើជាប្រយោជន៍ដល់អ្នកដទៃអាហ្នឹងក៏ប្រាថ្នាដែរចិត្តប៉ុនប៉ងបំណងក្នុងការធ្វើសេចក្តីល្អតែចិត្តបំណងបែបនេះមិនមែនជាលោភៈទេតែជាអន្តៈនៅក្នុងកុសលពីព្រោះយើងធ្វើអ្វីក៏ដោយបើមិនមានបំណងមិនមានឆន្ទៈក៏មិនដឹងថាទៅបំពេញកិច្ចការងារហ្នឹងឲ្យបានល្អបែបម៉េចនោះដែរប៉ុន្តែអ្នកសួរទំនងជាសួរថាដូចជាទៅធ្វើបុណ្យហើយប្រាថ្នាចង់បានអានិសង្ឃអញ្ចឹងណាចង់បានអានិសង្ឃអំពីទានដែលខ្លួនឯងធ្វើហ្នឹងឬក៏អំពីកិច្ចការណានីមួយដែលខ្លួនទៅធ្វើជាទានកុសលក្តីជាសីលកុសលក្តីជាភាវនាក្តីហ្នឹងប៉ុន្តែដើម្បីដូរជំនួសនៅអានិសង្ឃត្រឡប់ឲ្យខ្លួនឯងហ្នឹងបានសេចក្តីសុខដោយប្រការណាមួយអាហ្នឹងជាលោភៈតាព្រោះវាជាប់នឹងខ្លួនឯងឃើញទេជាប់នឹងខ្លួនឯងមានចិត្តនឹងស្អាតទេណាចិត្តនឹងវាប្រមូលមកដើម្បីជាប់ជំពាក់អាចពាក់ហ្នឹងលោភៈហើយប៉ុន្តែប្រាថ្នាដើម្បីធ្វើសេចក្តីល្អប្រាថ្នាដើម្បីរក្សាសិលដោយសេចក្តីជ្រះថ្លាអាហ្នឹងមានជាពាក់ស្អីលះតែសិលក៏លះដែរព្រោះថាបំណងមួយចង់ឲ្យសិលហ្នឹងកើតឡើងតែប៉ុណ្្នឹងហើយតែកាន់សិលលះអីលះការស្លាប់សត្វតែលះតែសិលលះការលួចទ្រព្យគេលះការប្រព្រឹត្តខុសក្នុងកាមលះការនិយាយកុហកលះការសែបគ្រឿងស្រវឹង
ឲ្យទៅកុសលលះទាំងអស់អត់មានរឿងបានមកវិញទេប៉ុន្តែការនេះយើងអាចដឹងបានទាល់តែយើងរៀនពីចិត្តចេតសិករូបនឹងឲ្យច្បាស់ទៅបានយើងដឹងថាខណៈណាជាកុសលខណៈណាជាអកុសលហើយក៏មិនមែនរាល់ការប្រាថ្នាដាក់គោលដៅនឹងសិតតែជាតួលោភៈសុទ្ធនោះដែរការប្រាថ្នាខ្លះវាចេញអំពីការនឿយណាយដោយប្រាថ្នាចិញ្ចាផ្ទះចូលទៅកាន់ភ្នោះបួសជាបព្វជិតដើម្បីប្រព្រឹត្តតបៈធម៌អីផ្សេងអញ្ចឹងអាហ្នឹងប្រើពាក្យប្រាថ្នាដែរប្រាថ្នាគ្រាន់តែឲ្យសកម្មភាពមួយហ្នឹងវាបានសម្រេចប៉ុន្តែធាតុពិតលះទេលះផ្ទះលះសបាយលះកាមគុណលះស្អីទាំងអស់តាតែទៅជាកុសលថ្នាក់ចេញបព្វជិហ្នឹងអញ្ចឹងប៉ុន្តែបើយើងមើលតថភាពជាក់ស្ដែងនៅក្នុងសង្គមយើងមិនងាយការប្រាថ្នាណាមួយមិនមែនដោយអំណាចលោភៈទេខ្ញុំអាចនិយាយបានថា99.9%ទៀតអ្នកទៅធ្វើបុណ្យប្រាថ្នាហ្នឹងគឺរឿងធ្វើបុណ្យហើយប៉ុន្តែប្រាថ្នាចង់បានអានិសង្សហ្នឹងគឺថាវាសឹងទាំងអស់ទៅហើយវាជាលោភៈព្រោះវាជំពាក់នឹងបានមកវិញចឹងហើយបានជាភ្លូករឿងបុណ្យរឿងទានធ្វើឯនេះបានបុណ្យច្រើនធ្វើឯនោះបានបុណ្យច្រើនមែនដោយមែនទេណាជាប់ជំពាក់អានិសង្សដែលគេប្រូមកណាគេថាធ្វើចេះទៅបានបុណ្យច្រើនកើតឋានសួគ៌ចេះចុះណាតែអ្នកប្រាប់ហ្នឹងក៏មិនដែលបានចាំឬក៏មិនដែលបានទៅផងហ្នឹងហើយអញ្ចឹងបានសង្គមពុទ្ធសាសនាយើងត្រូវបានគេថាហ្នឹងក៏វាត្រូវខ្លះដែរយើងមិនសូវបានធ្វើជាលក្ខណៈសង្កហទានណាជាសង្កហធម៌យើងអត់សូវធ្វើទេភាគច្រើនណាប្រយុទ្ធគ្នារឿងបុណ្យច្រើនធ្វើចេះបានបុណ្យច្រើនធ្វើចុះបានបុណ្យច្រើនដល់អញ្ចឹងចិត្តមេត្តាជាសង្កហធម៌អីហ្នឹងវាអត់សូវកើតក្នុងគំនិតយើងទាំងអស់គ្នាវាអត់សូវកើតអាហ្នឹងប្រយុទ្ធថាធ្វើចេះទៅបានបុណ្យច្រើនធ្វើចេះទៅបានអានិសង្សច្រើនអាហ្នឹងចេះតែធ្វើទៅអស់រាប់ម៉ឺនរាប់សែនដុល្លារក៏ចេះតែធ្វើទាំងតាវាអត់ខុសអីពីឧទាហរណ៍ដូចយើងឥឡូវចិត្តបោះឆ្នោតយើងសន្យាប្រយុទ្ធថាបើជាប់ទៅនឹងឲ្យនេះនឹងឲ្យនោះអ្នកឲ្យពរហ្នឹងគឺអញ្ចឹងស្តៀងគ្នាអញ្ចឹងដែរហើយបើមិនឃើញថាបានអីទេវាមិនបោះស្តៀងគ្នាអញ្ចឹងដែរដូចបាយមួយចានដាក់បាតហ្នឹងបើយើងមិនដឹងថាវាបានស្អីមកវិញទេអត់ដាក់វាបាត់អាគំនិតជ្រះថ្លាបាត់ទៅវាបាត់អាគំនិតឧបត្ថម្ភលោកនោះបាត់ទៅវានៅតែអាគំនិតចង់បានបនកើតជាតិក្រោយហ្នឹងបើមិនពាក់ព័ន្ធបនកើតជាតិក្រោយទេអត់ដាក់ទេបាទលោកហ្នឹងគឺក៏មិនពាក់ព័ន្ធរឿងបដាយគេស្លាប់ទៅពុកគេស្លាប់ទៅដើម្បីឧទ្ទិសកុសលទេគេមិនឲ្យឆាន់ទេលោកហ្នឹងវាបាត់ទៀនដែលកើតពីសេចក្តីជ្រះថ្លាបាត់ទៅមិនជាអីទេមកពីយើងវាមិនចេះវាមិនដឹងចឹងទៅប្រឹងប្រឹងរហូតដល់មាត់ខ្លួនឯងមិនហ៊ានហូបទេតែងកំណាប់ពីដើមខ្ញុំចេះតែមើលដែរដូចពីរឿងបានត្រីមកសាច់ហ្នឹងយកទៅឲ្យលោកទៅហើយអាក្បាលសាឆ្អឹងនោះទុកឲ្យឪព្រោះបុណ្យមិនត្រូវឲ្យឪស៊ីក្បាលត្រីអញ្ចឹងទៅណាចាស់គាត់ចេះតែដាស់តឿនដែរបើគ្រាន់តែការដាស់តឿនរបស់គាត់ហ្នឹងវាមិនឈ្នះពាក្យប្រយុទ្ធស្វែងបុណ្យនៅនេះស្វែងបុណ្យនៅនោះវាខ្លាំងជាងចឹងប៉ុណ្ណឹងថាបើប្រាថ្នាត្រឹមតែមកធ្វើបុណ្យវាជាបុណ្យវាជាតួបុណ្យដូចជាពុព្វចេតនាឧទាហរណ៍យើងចង់ធ្វើទានអីមួយវាត្រូវមានពុព្វចេតនាគិតផ្គងដើម្បីនឹងឲ្យទានដើម្បីនឹងរក្សាសិលដើម្បីនឹងជួយអ្នកដទៃអីចឹងវាត្រូវមានឆន្ទៈមានបំណងមានប្រាថ្នាហ្នឹងប៉ុន្តែប្រាថ្នាហ្នឹងមិនមែនលោភៈទេប្រាថ្នាហ្នឹងជាមហាកុសលប៉ុន្តែដល់ឲ្យហើយដល់ទៅធ្វើហើយអំពើនឹងហើយតាំងប្រាថ្នាផលតបស្នងប្រាថ្នាចង់បានផលវាមកវិញអាហ្នឹងទៅជាលោភៈធ្វើឲ្យចង់ឲ្យគេដឹងគុណអញប្រាថ្នាឲ្យគេដឹងគុណអញធ្វើឲ្យចង់ឲ្យគេដាក់ឈ្មោះអញសើទៅលោភៈហ្មងណាហ្នឹងហើយចង់ឲ្យលឺឈ្មោះអញលើគេទៀតចង់ឲ្យគេផ្សាយឈ្មោះអញទៀតសើទៅលោភៈគ្មានបុណ្យស្អីទេអញហ្នឹងនេះវាមានស្អីកិច្ចការងារឲ្យគេមិនបាននឹករលឹកគេភ្លេចនឹងខឹងមកអង្គុយបោបាច់អញខំធ្វើចេះធ្វើអញ្ចឹងត្រឹមតែលោភៈវាកើតទៅជាតោមនោះទៅទៀតទៅរឿងអកុសលហ្នឹងហើយធៀបទៅកិច្ចការងារជាបុណ្យជាកុសលការងារវត្តអារាមអីក៏ដោយបើថាអូមានគេចង់ធ្វើហើយមានគេមិនចង់ឲ្យយើងធ្វើទេគេ
គេអាចធ្វើបានដែរពីពេលវេលាសម្រាប់ស្រួលទៅរវល់កិច្ចធុរៈស្អីនោះអត់ទេណាអាមុខមាត់ហ្នឹងសុខចិត្តពិបាកតទៅទៀតតែនិយាយតែឆ្លោះគ្នាពេញទៅវត្តពេញអារាមហ្នឹងចឹងព្រោះតែលោភៈហ្នឹងវាមិនមែនធ្វើបុណ្យធ្វើជាប់ធ្វើជាពាក់មានអីទេតែឆ្លោះគ្នាមិនបាច់មកអួតមួយខ្ញុំថាធ្វើបុណ្យទេព្រោះមិនជាពាក់មុខមាត់ហ្នឹងមិនមែនទៅដើមហើយបន្តទៅទៀតនេះឈ្មោះ Stella KM ខ្ញុំសូមជម្រាបសួរលោកគ្រូពីចម្ងាយបាទខ្ញុំក៏ជម្រាបសួរពីចម្ងាយដែរខ្ញុំមានសំណួរពីរចង់សួរម្ដាយខ្ញុំរាល់ថ្ងៃគាត់មានជំងឺប្រចាំកាយដោយជំងឺនោះជួនធ្វើទុក្ខខ្លាំងពិបាកក្នុងខ្លួនហើយគាត់តែងតែស្ដាប់ធម៌រឿយៗគាត់ក៏ជ្រើសយកផ្លូវមួយមកពិចារណាមនុស្សកើតមកតែងស្លាប់ទៅវិញជាធម្មតាទោះក្មេងចាស់ឈឺឬមិនឈឺក៏ដោយព្រោះរូបជាសម្បុកនៃរោគដូច្នេះពេលធ្វើទុក្ខខ្លាំងត្រូវប្រាប់ខ្លួនឯងថានេះជាទុក្ខនៃរូបកាយសំណួរទី2នៅពេលចុងក្រោយនៃជីវិតហើយទុក្ខលំបាកនៃរូបកាយកាន់តែខ្លាំងតែសតិនៅតែអាចរលឹកថានេះជាទុក្ខនៃរូបកាយនេះជាធម៌ពិតតើការរលឹកបែបនេះរហូតពេលចតិជាកុសលឬក៏ជាកុសលឬក៏ខុសសូមលោកគ្រូមេត្តាបញ្យល់បន្ថែមនៅចំណុចទាំងពីរនៃធម៌នេះផងព្រោះបើគាត់ស្ដាប់លោកគ្រូរឿយៗក៏ដោយគាត់នៅតែមិនច្បាស់ក្នុងចិត្តសំណួរហ្នឹងខ្ញុំឆ្លើយសប្តាហ៍មុនរួចហើយខ្ញុំចាំបានអញ្ចឹងឲ្យគាត់បើកស្ដាប់ថ្ងៃសុក្រសប្តាហ៍មុនណាសំណួរទី2លោកគ្រូពេល live បង្រៀនសៅរ៍អាទិត្យតើអាចផ្ញើសំណួរសួរបានទេបើបានតើត្រូវផ្ញើតាមណាដើម្បីដល់លោកគ្រូហើយតើត្រូវនឹងម៉ោងប៉ុន្មាននៅស្រុកខ្មែរដែរខ្ញុំសំណូមពរលោកគ្រូមេត្តាអនុគ្រោះផ្សាយคลิปថ្មីក្នុងពេលឆាប់នេះផងដោយដាក់ចំណងជើងថាវេទនានុបស្សនាសតិប្បដ្ឋានដោយយកចំណុចសម្រាប់អ្នកកំពុងឈឺដើម្បីស្ដាប់ទៅឆាប់យល់និងបានជំរះចិត្តឲ្យស្រឡះល្អតរៀងទៅសំណូមពរនេះបើគួរមិនគួរសូមកុំប្រកាន់បាទមិនជាប្រកាន់អីទេពេលបង្រៀនសៅរ៍អាទិត្យហ្នឹងគឺខ្ញុំនៅរក្សាម៉ោងដដែលម៉ោងនៅប្រទេសអូស្ត្រាលីហ្នឹងគឺម៉ោង7ដល់ម៉ោង9យប់ហើយពេលវេលាបច្ចុប្បន្ននេះវាត្រូវម៉ោង5ដល់ម៉ោង7នៅស្រុកខ្មែរយើងហើយអាចសរសេរផ្ញើសំណួរតាម comment បានខ្ញុំនឹងពឹងសិក្ខាកាមអ្នករៀនហ្នឹងឲ្យជួយមើលអញ្ចឹងណាបើលោតសំណួរមកខ្ញុំនឹងបើឆ្លើយបានខ្ញុំនឹងឆ្លើយភ្លាមនៅពេលនោះមិនអីទេបាទខ្ញុំនឹងបន្ថែមការងារនឹងមួយព្រោះមានពេលខ្លះខ្ញុំនឹងរៀនទៅខ្វល់ជាមួយតែសិក្ខាកាមនៅក្នុង group រៀនអញ្ចឹងសូមសាធុជនដែលមានបំណងរៀនផ្សេងហើយមានសភៅឬក៏អាចមើលតាមការ live នោះក៏ឃើញដូចតែអ្នករៀនក្នុង group ចឹងដែរបានចូលក្នុង group អាចផ្ញើជាសំណួរជាអក្សរឆ្ងល់អីពាក់ព័ន្ធមេរៀនយើងសរសេរទុកឲ្យហើយទៅដល់ពេលម៉ោងបរិញ្ញាហ្នឹងពួកខ្ញុំបរិញ្ញាមិនបរិញ្ញារហូតទេខ្ញុំបរិញ្ញាតែពីម៉ោង7ទៅអញ្ចឹងក៏ហើយជាងកន្លះម៉ោងអីទេហើយបន្ទាប់ពីហ្នឹងទៅក៏ជានេតិសន្ទនាគ្នាសាកសួរមេរៀនអីចឹងនៅពេលដែលដល់ពេលដែលខ្ញុំសរសេរថាចប់ប៉ុណ្ណឹងទៅគឺអាចដាក់សំណួរមេរៀនទាំងឡាយហ្នឹងមកក្នុង comment បានហើយចាំខ្ញុំពឹងឲ្យសិក្ខាកាមគាត់ជួយឆែកមើលដើម្បីបានយកមកពិភាក្សាបន្ថែមឬក៏ឆ្លើយបន្ថែមអាត្មាភាពវត្តស្វាយតងស្រុកកំពង់ត្រាចខេត្តកំពតសួរសំណួរលោកគ្រូអាសវៈកិលេសអនុស័យទាំងអស់មានប៉ុន្មានមុននឹងឆ្លើយខ្ញុំកណាចង់ប្រកេនទៅលោកម្ចាស់ថាចង់រៀនឲ្យពឹស្ដារអំពីពួកកិលេសពួកអាសវៈហ្នឹងគឺលោកម្ចាស់មើលអភិធម្មបរិឆេទណាបរិឆេទទី7កន្លែងដែលនិយាយអំពីអកុសលសង្កហៈហ្នឹងអកុសលសង្កហៈហ្នឹងមាននិយាយពីអាសវៈមាននិយាយពី
អោខៈនិយាយពីយោគៈនិយាយពីកន្ធៈនិយាយពីឧបាទាននិវរណៈអនុស័យសញ្ញោចនៈហើយកិលេសនឹងយើងហៅថាអកុសលធម៌9កងនឹកឃើញអកុសលធម៌9កងហ្នឹងខ្ញុំបង្រៀនយូរហើយតាំងពីទៅបរៀនកំពង់ចាមឆ្នាំដំបូងហ្នឹងក៏បរៀនអកុសលធម៌9កងហ្នឹងដែរញាតិញោមកំពង់ចាមខ្ញុំសូមជម្រាបសួរពីចង្អាយផងមិនដឹងថាចាស់ប៉ុណ្ណាហើយតាំងពីជាង10ឆ្នាំមុនម្លេះតាមដែលដឹងមកចាស់មុនហ្នឹងក៏ស្លាប់ច្រើនហើយចាស់ជំនុំហ្នឹងក៏คล้ายមកចាស់ខ្លាំងហើយអ្នកល្មមហ្នឹងក៏คล้ายមកជាអញ្ចឹងបាញ់មិញនេះលោកម្ចាស់បានសាកសួរពីអាសវៈហើយនឹងកិលេសអនុស័យខ្ញុំមិនណាឆ្លើយដោយពឹស្ដារមិនបានទេដោយសារលោកម្ចាស់គ្រាន់តែសួរប្រមាណអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាសវៈមាន4មានកាមាសវៈអាសវៈហ្នឹងប្រែថាកិលេសជាគ្រឿងដេកត្រាំនៅក្នុងសន្តានណានៅក្នុងសន្តានចិត្តគ្រប់គ្នាទាំងអស់ដែលជាបុថុជនហ្នឹងគ្មាននរណាមួយដែលមិនមានអាសវៈហ្នឹងទេហ្នឹងកាមាសវៈគ្រឿងដេកត្រាំគឺកាមនរណាក៏ដោយអាក្រក់ល្អកដាលរហូតដល់ពពោធិសត្វក៏ដោយtấtតែមានកាមាសវៈរហូតដល់ទៅអរិយបុគ្គលថ្នាក់ក្រោមសោតាសកទាអីហ្នឹងក៏នៅតែមានកាមាសវៈហ្នឹងហើយទី2នោះគឺភវេសវៈហ្នឹងគឺគ្រឿងដេកត្រាំបានដល់ភពនឹងនៅតែជាប់ជាពាក់នឹងភពហ្នឹងហើយទី3ទិដ្ឋាសវៈហ្នឹងគឺគ្រឿងដេកត្រាំគឺទិដ្ឋិហើយពុទ្ធជនយើងនេះគឺទោះបីរៀនឆ្លាតបណ្ណាក៏ដោយរៀនច្រើនបណ្ណាចប់បត្រៃវេដកបណ្ណាប្រតិបត្តិសមថវិបស្សនា100ឆ្នាំក៏ដោយឲ្យតែនៅក្នុងភាពជាពុទ្ធជនមិនទាន់បានទម្លុះនៅសោតាបត្តមៈជាដើមទេទិដ្ឋាសវៈហ្នឹងវានៅតែដេកត្រាំព្រោះថាបើបានសេពគប់ត្រូវបានពិចារណាត្រូវទៅយើងមិនធ្វើខុសអីច្រើនមិនយល់ខុសអីច្រើនប៉ុន្តែសេពគប់ខុសឆ្ងាយពីសប្បុរសយូរហើយតែត្រាំយូរជោគមកវិញទិដ្ឋិហ្នឹងគឺមិច្ឆាទិដ្ឋិហ្នឹងឯងហើយសំខាន់គឺសកាយទិដ្ឋិហ្នឹងត្រូវលះដោយសោតាបត្តមៈឯណោះហើយមួយទៀតគឺអវិជ្ជាសវៈគ្រឿងដេកត្រាំគឺអវិជ្ជាហើយអវិជ្ជាហ្នឹងនោះលះបានតលទៅអរហត្តមៈឯណោះនឹកឃើញរឿងហ្នឹងខ្ញុំនឹកឃើញនៅស្រុកខ្ញុំស្រុកកំណើតខ្ញុំបកាណាខ្ញុំនៅពេលដែលធ្វើបុណ្យឆ្លងចាស់រួមជាងទាំងជីតាខ្ញុំផងដែរតែគាត់ធ្វើបុណ្យឆ្លងហ្នឹងគាត់តែងតែដាក់ផ្តិលទឹកមួយមកដាក់ពូកឬក៏ឈើខ្វែង4អញ្ចឹងទៅហើយក៏ដុតទៀន4ដើមហើយដាក់ធៀងចេកហ្នឹងដោតទៀនឲ្យដាក់ពាក់នឹងអាមាត់ផ្តិលហ្នឹងពេលដែលគាត់ឆ្លងហ្នឹងគាត់យកអាទៀនហ្នឹងទៅជ្រលក់ក្នុងទឹកអាពួកខ្វែងឈើ2អញ្ចឹងទៅវាคล้ายជាប្រឡោះ4អាហ្នឹងគាត់តំណាងលង4ហើយទឹកនៅក្នុងហ្នឹងតំណាងទឹកអមរិតគឺព្រះនិព្វានហ្នឹងហើយដល់ពេលយកទឹកហ្នឹងដាក់ទៅក្នុងយកភ្លើងដាក់ទៅក្នុងទឹកហ្នឹងទៅក៏រលត់អស់ហ្នឹងគាត់ចង់និយាយថាអាសវៈ4ហ្នឹងភ្លើងអាសវៈ4ហ្នឹងទល់តែព្រះនិព្វាននោះបានរំលត់បានអស់បើតាមន័យហ្នឹងมันខុសទេគាត់ឧទាហរណ៍អញ្ចឹងខ្ញុំគិតថាអ្នកដែលបង្កើតពីមុនមកហ្នឹងมันខុសទេទល់បុគ្គលសម្រេចបាននៅព្រះនិព្វានឯនោះបើវាលះអាហ្នឹងបានហើយរកអីមើលឃើញមិនបានគាត់ក៏បង្កើតកម្មវិធីហ្នឹងអញ្ចឹងទៅប៉ុន្តែវាคล้ายជាប្រពៃណីមកប៉ុន្តែមិនធ្វើអាហ្នឹងឆ្លងមិនរួចនៅវាជាប់ជឹកទឹកផ្ដិលអញ្ចឹងទៅអាហ្នឹងคล้าย
ហ្នឹងហើយដល់ខ្លាយចឹងទៅវាបាត់ការយល់នៅអត្តន័យដើមដែលចាស់ព្រឹទ្ធាចារ្យពីមុនគាត់ច្នៃធ្វើជាពិធីហ្នឹងណាដើម្បីបញ្យល់ទេលងមួយឈ្មោះអីកាមាសវៈលងពីរឈ្មោះអីទវេសវៈលង3ឈ្មោះអីទិដ្ឋាសវៈលង4ឈ្មោះអីអវិជ្ជាសវៈបុគ្គលឆ្លងលងនឹងបានទាល់តែចម្រើនបុណ្យហ្នឹងវាបានមន្ត្រីចាស់ខ្លាគ្រប់គ្រាន់សម្រាប់មគ្គផលចូលដល់និព្វានបានវារំលត់នៅលង4នឹងបានអញ្ចឹងណាប៉ុន្តែដល់តែពេលធ្វើនៅក្នុងលក្ខណៈប្រពៃណីវាជាប់តែប៉ុនណាមិនខ្វែងធូបអញ្ចឹងឆ្លងមិនរួចហើយរួចត្រឹមតែចប់ប៉ុនហ្នឹងក៏ថារួចហ្នឹងទៅមិច្ឆាទិដ្ឋិនឹងបដ ாய் ដល់ពេលយើងគិតថាបើមិនបានធ្វើអាហ្នឹងឆ្លងវាមិនរួចមិច្ឆាទិដ្ឋិបដ ாய் រឿងអាសវៈ4ហ្នឹងមានប៉ុណ្ណឹងហើយនឹកឃើញគេថាមួយដែលព្រះអង្គឆ្លើយជាមួយនឹងអលបកៈយៈតើបុគ្គលឆ្លងលងបានដោយសារអ្វីឆ្លងបានព្រះអង្គសម្ដែងពីអបមាទេនអនវੰវិរិយេនទុក្ខមច្ចេតេសទ្ធាយតរតិអោខាំងហើយនឹងបញ្ញាយបរិសច្ចតិគេថាហ្នឹងគឺសទ្ធាយតរតិអោខាំងនឹងតាត់ឆ្លងលងបានដោយសទ្ធាលងហ្នឹងគឺលងទិដ្ឋិលងមិច្ឆាទិដ្ឋិហ្នឹងដោយសទ្ធាបានឆ្លងបានសទ្ធាហ្នឹងមិនមែនសទ្ធាវត្ថុជនឆ្លងរួចទេសទ្ធាជនកំពុងហែលអ្នកដែលឆ្លងរួចឆ្លងផុតហ្នឹងគឺសទ្ធារបស់សោតាបណ្ណបុគ្គលឡើងទៅដែលមិនធ្លាក់ចូលទិដ្ឋិហ្នឹងវិញហ្នឹងហើយឃើញទេយើងជួនកាលយើងរៀនធម៌យើងស្ដាប់ធម៌ហើយយល់ហើយច្បាស់ហើយយល់ហើយច្បាស់ហើយដល់មានអាចារ្យណាមកធ្វើរៀងតំណងទៅណាឆ្កយឃើញសិនអ្នកកំពុងហែលកុំគិតថារួចកុំគិតថារួចមិនរួចទេបើមិនតាន់បានថ្នាក់ជាសោតាបណ្ណបុគ្គលតែឆ្ងាយពីធម៌របស់ពុទ្ធហ្នឹងគ្រូធំណាមួយហ្នឹងទាញយកទៅបាត់ទៀតឥឡូវហ្នឹងអបមាទេនអនវੰឆ្លងលងភពបានដោយសតិដោយសេចក្តីមិនប្រមាទសតិហ្នឹងគឺថាដល់ថ្នាក់របស់សកតាណោះហើយវិរិយេនទុក្ខមច្ចេតេឆ្លងលងទុក្ខបានដោយសេចក្តីព្យាយាមលងទុក្ខហ្នឹងគឺកាមហ្នឹងហើយលងទុក្ខឆ្លងបានដាច់ហ្នឹងដល់ទៅថ្នាក់ណាថាថ្នាក់អនាគាណោះហ្នឹងហើយអាហ្នឹងយើងកុំចេះតែគិតថាងាយឆ្លងនេះទេហើយបញ្ញាយៈបរិសច្ចតិហើយបរិសុទ្ធបាននោះដោយបញ្ញាបរិសុទ្ធប្រាសចាកអីទាំងអស់នោះគឺលងអវិជ្ជានឹងទៅលបញ្ញាថ្នាក់អរហត្តមគ្គហ្នឹងថាឆ្លើយមិនបញ្យល់ទេដល់ឥឡូវទៅបញ្យល់វែងទៅហើយអនុស័យកិលេសអនុស័យហ្នឹងគឺជាធម៌ដេកសំងំពួននៅក្នុងចិត្តណាព្រោះបើយើងនិយាយពីអនុស័យដល់យើងយល់ពីកិលេស3ថ្នាក់កិលេសក្រោតក្រៀតដែលងាយនឹងឃើញបានហ្នឹងគឺហៅថាវិតក្កមកិលេសវិតក្កមកិលេសហ្នឹងគឺកិលេសក្រោតក្រៀតដែលវាអាចញ៉ាំងដៃញ៉ាំងជើងឲ្យកម្រើកទៅធ្វើសកម្មភាពយ៉ាងញ៉ាំងមាត់ឲ្យចេញអញ្ចឹងយើងអាចដឹងថាបុគ្គលនឹងមានវិតក្កមកិលេសនៅពេលដែលបុគ្គលនឹងប្រព្រឹត្តខុសតាមផ្លូវកាយផ្លូវវាចាទាំងយើងខ្លួនឯងនឹងដែរសម្លាប់ទៅលួចទ្រព្យគេទៅប្រព្រឹត្តខុសក្នុងកាមេទៅណាហ្នឹងហើយបៀតបៀនគេដោយប្រការផ្សេងដោយប្រើផ្លូវកាយនឹងវាចេញមកអញ្ចឹងហ្មងណាអាហ្នឹងហៅថាវិតក្កមកិលេសកិលេសដែលប្រព្រឹត្តកន្លងសិក្ខាបទកិលេសដែលប្រព្រឹត្តកន្លងបទបញ្ញត្តិកិលេសដែលប្រព្រឹត្តកន្លងខុសច្បាប់ខុសទម្លាប់តាមផ្លូវកាយហើយបើតាមផ្លូវវាចាមានវិជ័យកម្ម4នឹងឯងកុហកបោកប្រាស់គេទៅហ្នឹងហើយចេញមកតាមវិចាហ្នឹងហើយញុះញង់និយាយញុះញង់ឌឺដងគេទៅហើយនឹងនិយាយពាក្យអាក្រក់ច្អេះច្អាសពាក្យជេរបតិចផ្ដាសាអីចឹងទៅអាហ្នឹងជាវិតក្កមកិលេសហើយនិយាយរយរាយអត្ថប្រយោជន៍ហ្នឹង
ទៅវាចេញមកតាមកាយតាមវាចាបែបហ្នឹងហៅថាវិតក្កមកិលេសហើយកិលេសថ្នាក់កណ្ដាលគឺនៅពេលដែលវាប្រកបឡើងនៅក្នុងចវ័នប៉ុន្តែវាមិនដល់ថ្នាក់ចេញតាមកាយវាចាទេដោយលោភៈទោសៈមោហៈហ្នឹងបើទោះជាថាវាមិនបានចេញជាកាយជាវាចាហ្នឹងក៏វានៅតែក្នុងចិត្តហ្នឹងឧទាហរណ៍ថាឃើញរបស់គេអញ្ចឹងមិនមែនថាអត់ស្រឡាញ់ទេស្រឡាញ់ចង់បានប៉ុន្តែមិនដល់ថ្នាក់ទៅលួចគេទេជាពាក់គេនេះវានៅក្នុងចិត្តមានឬគេនិយាយមិនល្អពីយើងអញ្ចឹងអន់អញ្ចឹងទៅខឹងដែរប៉ុន្តែគ្រាន់ខ្ជិលនិយាយអានេះវាខឹងនៅតែក្នុងចិត្តអាហ្នឹងហៅថាកិលេសថ្នាក់កណ្ដាលឃើញគេបាននេះបាននោះចិត្តហ្នឹងរៀងចំណែនដែរតែគេរវល់មិនធ្វើបាបគេទេប៉ុន្តែចិត្តចំណែនហ្នឹងមានកន្លែងអញ្ចឹងហៅថាបរិយុទ្ធានកិលេសអ្នកខ្លះគាត់ចង់សរសេរពាក្យបរិយុទ្ធានហ្នឹងសរសេរបរោស្រែយកស្រអកដល់ជាងថស្រអាណូកិលេសមកអានេះហៅថាកិលេសថ្នាក់កណ្ដាលវានៅតែក្នុងចិត្តវាមិនចេញតាមកាយតាមវិចារទេតែវាប្រកបមកក្នុងចិត្តហើយប៉ុន្តែអនុស័យនេះដែលលោកម្ចាស់លោកសួរនោះគឺជាកិលេសដែលដេកមើលទៅអត់ដឹងណាមើលទៅក្នុងចិត្តក៏មិនឃើញមើលទៅតាមកាយវិចារក៏មិនឃើញតែវាគ្រាន់តែដេកតាលោកឧបមាអញ្ចេះលោកឧបមាថាដូចទឹកមួយថ្លុកទឹកមួយថ្លុកវាមានកកមានអីមិនចឹងនៅពេលដែលត្រីដែលដូចជាកិលេសហ្នឹងវាដេកទៅពេលវាទៅដល់ទឹកវាផុលឡើងកកវាផុលឡើងដល់ពេលវាដេកនៅបាតវាទៅដល់ទៅដេកនៅបាតពេលទឹកវារងអញ្ចឹងទៅអាកកហ្នឹងវាទៅគ្របត្រីហ្នឹងចិត្តចឹងមើលទៅអត់មានឃើញត្រីហ្នឹងត្រីវាដេកក្នុងកឡុកកដាលហើយដល់ពេលអាកកហ្នឹងវាគ្របពីលើអញ្ចឹងទៅឃើញអត់ចេះអត់មានឃើញសំបីតែខ្នងត្រីក៏អត់ឃើញដែរត្រីនៅក្នុងភក់ហ្នឹងហើយទឹកឡើងថ្លាចេះពេលកកវាធ្លាក់ទៅប៉ុន្តែដល់ពេលវាទៅដល់ក្ដុងមកកកខ្វល់ឡើងវិញដូចចិត្តយើងហ្នឹងទូនប៉ាចិត្តកំពុងតែអាចចិត្តកំពុងតែល្អចិត្តកំពុងតែកើតជាកុសលកំពុងតែស្ដាប់ធម៌ឥឡូវហ្នឹងកំពុងតែស្ដាប់ធម៌អញ្ចឹងទៅស្ដាប់ធម៌អញ្ចឹងទៅជ្រះថ្លាពិចារណាទៅយល់អញ្ចឹងទៅជ្រះថ្លាពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងមកនិយាយក៏ត្រូវអីត្រូវម្ល៉េះព្រះអង្គតាំងពី2000ឆ្នាំមុនមកនិយាយតាណាមកក៏មានចន្លោះសោះជ្រះថ្លាណាកំពុងជ្រះថ្លាអត់មានអីកើតឡើងច្រើនញញ៉ៃចិត្តនឹងស្អាតជ្រះថ្លាពេលស្ដាប់អញ្ចឹងទៅនឹងដូចត្រីដេកអញ្ចឹងណាកន្លែងនោះដេកមិនដល់វាប៉ះនឹងស្អីមួយស្មើនឹងត្រីវារើគេហៅថាអ៊ីនធឺណិតហ្នឹងវា slow ដល់កន្លែងឯងចង់ស្ដាប់វា slow វាយឺតកៀងលែងទៅចិត្តបដ ாய் អាហ្នឹងបដិខៈហ្នឹងកើតឡើងហ្នឹងហើយបដិខៈកើតឡើងហ្នឹងអានេះហៅថាបដិខានុស័យហ្នឹងបដិខានុស័យអនុស័យគឺបដិខៈបដស្រែខស្រអាណូស្រអសយោទៅបដិខានុស័យហ្នឹងហើយឬថាយើងកំពុងតែចម្រើនធម៌ពិចារណាធម៌ឃើញតែរាងកាយហ្នឹងមិនស្អាតចេះអត់ទេអត់មានស្រឡាញ់នរណាអត់មានកាមរាគៈជាមួយនរណាទេចិត្តហ្នឹងឡើងស្អាតសង្វេគក្នុងសង្ខារធម៌តែបើកភ្នែកពីពិចារណាធម៌មកវិញស្រីស្អាតមួយដើរមុខយើងស្រាប់តែស្រឡាញ់នាងក្រឹបប៉ុន្តែមុនហ្នឹងអត់ទេណាមុនហ្នឹងស្អាតចែហ្មងមិនស្រាប់តែកលេចមកនាងដើរមកលាកខ្លីអីផងអញ្ចឹងទៅគិតដេះផ្ដាស់កើតរាគៈឡើងអានេះថាកាមរាគានុស័យវាភ្ញាក់វាទៅពីដេកហើយវាភ្ញាក់ឡើងវិញកាមរាគានុស័យហើយមួយទៀតនោះភវរាគានុស័យជាប់ជាពុកក្នុងភពអីចឹងទៅពេលកុសលកើតវាមានអីវាប៉ុន្តែពេលធ្វើនឹកឃើញដែរទេបើប្រាថ្នាជួបកើតឋានសួគ៌ទៅគ្រាន់បើប្រាថ្នាជាប់នឹងទៀតវាភ្ញាក់មកហ្នឹងហើយកំពុងតែធ្វើកុសលអីចឹងទៅមិនអីទេធ្វើម្នាក់ឯងចឹងទៅកើតកុសលស្រាប់តែគេមកធ្វើកុសលចិត្តនឹងដែរគេចូលច្រើនជាងស្រាប់តែអាមាននេះកើតឡើងគ្រាន់បើជាងអញអន់ជាងគេឃើញមានអ្នកហ្នឹងវាផ្ទុះឡើងមិញហ្នឹងចិត្តល្អចាស់ដល់មានគេល្អជាងវាផ្ទុះឡើងមកវាដេកទៅមុនហ្នឹងហ្នឹងហៅថាមាននានុស័យឃើញទេតែមុនហ្នឹងអត់ទេអត់អាចចេះហ្មងមួយទៀតស្ដាប់ធម៌ទៅយល់ត្រូវឈប់សែនឈប់ព្រេនអីអូច្បាស់លាស់ខ្ញុំតែប៉ុណ្ណេះខ្ញុំច្បាស់
ប៉ុន្តែពេលវេណាមួយអកុសលវាឲ្យផលផ្ទួនជួបរឿងគ្រោះថ្នាក់អញ្ញាយចុះឡើងគឺបន្ទោសលេចកើតត្រូវមកពីមិនសែនចេះមិនសែនចុះឯងអាយុហ្នឹងវាត្រូវចេះត្រូវចុះតាំងបែបអញ្ចឹងធ្វើអាហ្នឹងឡើងវិញទៅវាភ្ញាក់មកវិញអាទិដ្ឋិហ្នឹងវាភ្ញាក់មកវិញវាអត់ងាប់ទេទិដ្ឋិរបស់ពុទ្ធជននេះអត់ងាប់ទេគ្រាន់តែដេកទេចឹងមកខ្ញុំថាកុំប្រហែកុំមើងងាយវាណាមិនខ្ញុំថាទេព្រះសម្មាសម្ពុទ្ធថាខ្ញុំថាបន្តពីព្រះអង្គថាកុំប្រមាទកុំគិតថាប៉ុណ្ណឹងថាវាគ្រប់គ្រាន់ហើយអញ្ចឹងណាហើយមួយទៀតចិត្តកំពុងតែជ្រះថ្លាពធនឹងជ្រះថ្លាអូធัวនឹងល្អណាកុសលនឹងកើតឡើងតែមានអាចារ្យណាមួយគេដើរតួមកដូចរៀងអស់ចាគេដូចព្រះអរហន្តអញ្ចឹងទៅគេថាបីដកនឹងវាមិនត្រូវទេធัวរៀននឹងវាអត់ប្រយោជន៍ទេមានតែមាគានេះទេល្អតាំងតិចចឹងទៅអញខំយូរហើយនៅតែពិបាកវិជ្ជកិច្ឆាផ្ទុះឡើងវិញបឹងឃើញណាសង្ស័យមគ្គបដិបត្តិនឹងផឹងមកពីមុនជ្រះថ្លានឹងពពុទ្ធណាដល់គេនិយាយទោសរបស់ពពុទ្ធថាពពុទ្ធនឹងគូមានចំណុចខ្សោយចេះសង្ស័យពពុទ្ធទៀតផ្ទុះឡើងបឹងអាហ្នឹងហៅថាវិជ្ជកិច្ឆានុស័យចុងក្រោយគេគឺអវិជ្ជានុស័យពេលដែលបញ្ញាកោតឡើងពេលស្ដាប់ធម៌ពេលពិចារណាធម៌ពេលចម្រើនវិបស្សនាឲ្យច្បាស់ចេះឃើញត្រៃលក្ខធម៌ហ្នឹងគឺថាវាកើតរលត់ចឹងមែនហ្មងប៉ុន្តែគ្រាន់តែសែបគប់ខុសបន្តិចល្ងងបដ ாய் ទៅធ្វើអីផ្ដេសផ្ដាស់បដ ாய் អវិជ្ជាហ្នឹងវាងើបឡើងវិញតែអវិជ្ជានុស័យអញ្ចឹងអនុស័យកិលេសដែលវាដេកសងំក្នុងចិត្តកុំថាវាងាប់ចិត្តបទជនហ្នឹងអត់មានកិលេសណាមួយងាប់ទេមានតែដេកទេអញ្ចឹងបានថាខ្ញុំចេះតែតម្រូវឲ្យរៀនហ្នឹងបានដឹងថាកុំមើលងាយគេថាកិលេសក្នុងចិត្តយើងវាគ្រាន់តែដេកទេខ្ញុំថាទៀតថាកិលេសក្នុងចិត្តយើងគ្រាន់តែដេកទេអត់តន់ងាប់ទេហើយបើវាមិនតន់ងាប់អញ្ចឹងកុំគិតទៅមើលងាយគេថាគេនឹងវាប្រែតនរកគេនឹងវាទុរយុះអីអត់ទេពូជទុរយុះមកពីអាកិលេសក្នុងចិត្តហ្នឹងតើហ្នឹងតែវារីកធំធាត់វាត្រូវធ្វើអំពើទុរយុះចឹងហើយចុះអាកិលេសក្នុងចិត្តយើងវាល្មិចវានៅនោះដេកយូរទៅវាយ៉ាត់សងំធំជាងគេផ្ទុះមកបឹងខ្លាំងជាងគេអត់បានជាបើកិលេសខ្លួនឯងដើរមើលទៅកិលេសគេហ្នឹងហើយអញ្ចឹងខ្ញុំរាប់ឡើងវិញអនុស័យ7មានកាមរាគានុស័យមានភវរាគានុស័យបដិឃានុស័យមាននានុស័យទិដ្ឋានុស័យវិជ្ជកិច្ឆានុស័យនិងអវិជ្ជានុស័យហ្នឹងហើយកិលេសគឺគ្រឿងសៅមងចិត្តមាន10តាមបសូតណាហ្នឹងហើយសរុបទៅមាន10មានលោភៈកិលេសមានទោសៈកិលេសមានមោហៈកិលេសមានអ្នកកិលេសមានទិដ្ឋិកិលេសមានវិជ្ជកិច្ឆាកិលេសថៃនៈកិលេសឧទ្ធចកិលេសអហិរិកកិលេសនិងអនត្តបកិលេសមាន10ហ្នឹងហើយកណាបងប្អូនអញ្ជើញសិក្សាទៅបើឆែកទី7ហ្នឹងលោកនិយាយច្រើនកន្លែងហ្នឹងប៉ុណ្ណឹងសំណួរនេះឆ្លើយឡើងយូរជាងគេសំណួរជាបន្តគឺ made who ទៅអង់គ្លេស HOU ជំរាបសួរលោកគ្រូបាទជំរាបសួរខ្ញុំចង់សួរលោកគ្រូមួយសំណួរថាហេតុអីបានខ្ញុំមិនជ្រះថ្លានឹងទៅវត្តនឹងចូលលុយឬបច្ច័យកសាងវត្តឬពុទ្ធរូបទោះបីពេលចូលលុយហើយគេថាបានផលច្រើនអានិសង្សច្រើនយ៉ាងនេះយ៉ាងនោះឬបានឡើងឋានសួគ៌ចុចព្រះនិព្វានឬកើតជាតិណាមានជីវិតល្អបែបនេះល្អបែបនោះមិនក្រលំបាកដូចជាតិនេះតែខ្ញុំនៅតែមិនសប្បាយចិត្តនឹងជ្រះថ្លាដូចជាជួយទៅដល់មន្ទីរពេទ្យកុមារជាលុយកាក់ឬតាមរយៈការបរិច្ចាគឈាមជាដើមទៅតាមលទ្ធភាពដែលអាចធ្វើបានឬក៏ជួយដល់សពសត្វដូចជាឆ្កែសត្វឆ្មាឬសត្វគ្មានទីពឹងសត្វអនាថាដែលមើលឃើញផ្ទាល់នឹងភ្នែកជាក់ស្ដែងពេលធ្វើហើយក៏ដេកសប្បាយចិត្តកន្លែងនេះតែខ្ញុំនៅសប្បាយចិត្តមិនសប្បាយចិត្តណាតើនេះមកពីអ្វីជាអារម្មណ៍ខ្ញុំបែបនេះសូមលោកគ្រូជួយបកស្រាយដោយសេចក្តីអនុគ្រោះកុសលធម៌ក៏ដោយអកុសលធម៌ក៏ដោយគឺជាសង្ខារធម៌យើងសន្សំអីវាច្រើននឹងអញ្ចឹងណា
យើងសន្សំការអាណិតអាសូរសន្សំការផ្សព្វផ្សាយមេត្តាក៏យើងមានសេចក្តីពេញចិត្តនឹងការសង្គ្រោះចឹងទៅចឹងបុណ្យអ្វីក៏ដោយមិនបាច់ទៅទាស់ទេបើយើងគិតថាវាជារឿងល្អហើយធ្វើទៅវាអត់ចាំបាច់ថ្លឹងថាបុណ្យនៅនេះបុណ្យនៅនោះអីទេឲ្យតែប្រកាសថាបុណ្យចឹងហើយដើម្បីឲ្យចិត្តនឹងវាមិនម្ដងគ្រាន់តែគេធ្វើបុណ្យសោះក៏កើតរឿងក្តៅក្រហាយផ្លូវចិត្តយើងត្រូវសិក្សាពីចិត្តអីជាកុសលចិត្តអីជាអកុសលនឹងឲ្យច្បាស់វាមិនប្រកាសថាតលតែគេធ្វើដូចយើងបានត្រូវហើយគេធ្វើបុណ្យកន្លែងផ្សេងមិនត្រូវនោះទេសំខាន់ថាតើគេធ្វើដោយចិត្តអីដូចជាគេលើកឡើងជជែកគ្នាថាទាននិងសិលមួយណាលំបាកធ្វើជាងអញ្ចឹងណាទាននិងសិលមួយណាលំបាកធ្វើជាងខ្លះក៏ថាទានងាយធ្វើដាក់តលុយទៅចប់ហើយសិលវាពិបាកបន្តិចថងដែលតមស្រាតមអីចឹងវាពិបាកតែគាត់និយាយចឹងណាកុហកអីវាពិបាកហ្នឹងហើយចឹងបន្តទៀតសំណួរបាញ់មិញហ្នឹងមិនដឹងថាលឺឬអត់ទេថាដូចគាត់អ្នកសួរគាត់ថាមិនចូលចិត្តទេទោះបីរឿងទៅធ្វើបុណ្យនៅវត្តគេថាចូលបុណ្យចេះបានចូលវាអត់ជ្រះថ្លាទេគាត់ចូលចិត្តតែធ្វើដូចជាបរិច្ចាគលុយកាក់ដាក់មន្ទីរពេទ្យឬក៏បរិច្ចាគឈាមឬក៏ជួយសត្វអនាថាអីជាដើមបាទអានឹងมันមានអីថាมันល្អទេនៅពេលដែលយើងធ្វើដោយសេចក្តីពេញចិត្តរបស់យើងដែលយើងឃើញថាវាជាប្រយោជន៍ដូចជាបរិច្ចាគឈាមដូចជាជួយមន្ទីរពេទ្យឬក៏ជួយសត្វអនាថាជាដើមបើវាកើតពីចិត្តមេត្តាករុណាណាហ្នឹងហើយសរុបមកគឺជាកុសលប៉ុន្តែមិនមែនមានន័យថាសេចក្តីល្អផ្សេងទៀតដែលអ្នកដទៃធ្វើរឿងផ្សេងនោះមិនមែនជាកុសលទេគ្រាន់តែកុសលខ្លះហ្នឹងវាជាប្រភេទនៃវិធីធ្វើដែលយើងមិនធ្លាប់សន្សំក៏យើងមិនសប្បាយចិត្តធ្វើទៅឧទាហរណ៍ថាយើងទៅឧបត្ថម្ភចង្ហាន់ប្រសង់នៅវត្តអីជាដើមហ្នឹងក៏វាជារឿងធ្វើដោយជ្រះថ្លាហើយក៏អនុគ្រោះដល់លោកឲ្យបានគង់បានសិក្សាគោរពប្រតិបត្តិធម៌វិន័យចឹងទៅក៏ជាសត្វមួយមានកាពះដូចតែឆ្កែដូចតែឆ្មាខាងក្រៅដែរតើមានអីខុសពីឆ្កែឆ្មាឃ្លានដូចតែគ្នានឹងឲ្យទៅវាឆ្អែតដូចគ្នានឹងឯងហ្នឹងហើយហើយខ្ញុំក៏លើកថានៅក្នុងសង្គមហ្នឹងមានគេលើកឡើងថាតើទាននិងសិលណាពិបាកគោរពជាងប្រព្រឹត្តជាងពិបាកធ្វើជាងអ្នកខ្លះក៏លើកថាទានធួស្រួលធ្វើជាងដាក់តលុយទៅវាចប់ហើយហើយសិលវាពិបាកដូចជាពាក់ព័ន្ធមុខរបរឬក៏ព័ន្ធរឿងកុហកឬក៏ពាក់ព័ន្ធរឿងគ្រឿងសង្វឹងអីជាដើមអញ្ចឹងទៅដល់អ្នកខ្លះទៀតគាត់ថាទេសិលសនុករសាជាងទានព្រោះទានអស់លុយសិលគ្រាន់តែមិនតមរឿងមិនធ្វើមួយចំនួនតែប៉ុណ្ណាមានអស់លុយណាសិលពិតទាំងពីរនេះអត់មានណាស្រួលធ្វើជាងណាទេស្រេចហើយនៅលើការសន្សំរបស់ខ្លួនយើងរៀងខ្លួនអញ្ចឹងបានឧបនិស្ស័យហ្នឹងព្រះអង្គហៅមាន3ហៅថាទានូបនិស្ស័យសីលូបនិស្ស័យនិងភាវនូបនិស្ស័យហ្នឹងអ្នកខ្លះមាននិស្ស័យតែខាងធ្វើទានហ្នឹងឯងហើយគាត់សាសិលគាត់មិនសូវខ្វល់ឃើញទេគាត់ចូលចិត្តទៅធ្វើទានដោយសារអីវាជានិស្ស័យរបស់គាត់ហើយអ្នកខ្លះទៀតហ្នឹងអត់ទេមិនសូវធ្វើទានអីទេគាត់រសាសិលហ្នឹងតាំងពីក្មេងអញ្ចឹងគាត់ស្រឡាញ់សិលគាត់ក៏មិនសូវជាអ្នកប្រកែរកទ្រព្យរកសម្បត្តិអីគាត់រសាសិលអញ្ចឹងទៅគាត់មិនជាផ្ដោតលើការឲ្យទានច្រើនទេហើយអ្នកខ្លះទៀតគាត់មានចិត្តមិនសូវជាប់ជំពាក់អីច្រើនអញ្ចឹងទៅក៏ចូលចិត្តតែពិចារណាធម៌សិក្សាពិចារណាបដិបត្តិសមថៈភាវនាអីចឹងទៅនឹងជានិស្ស័យរបស់គាត់
menគាត់ទៅតែពេលហ្នឹងជានិស័យរបស់គាត់ចូលចិត្តអញ្ចឹងដូចអ្នកសួរលើកឡើងអញ្ចឹងមិនបានខ្ញុំចូលចិត្តទៅតែអញ្ចឹងខ្ញុំអត់ចូលចិត្តទៅវត្តតែយើងវាមិនទម្លាប់ទៅវត្តយើងវាមិនទម្លាប់ចង់ទៅវត្តប៉ុន្តែគ្រាន់ថាយើងសិក្សាពីចិត្តហ្នឹងឲ្យទលំទលាយបន្តិចទៅថាការដែលកុសលវាកើតហ្នឹងវាមានវិធីកើតច្រើនដែលក្នុងប្រសូតហៅថាបញ្ញកិរិយាវត្ថុបញ្ញកិរិយាវត្ថុហ្នឹងវាមានរបៀបនៃការធ្វើទានរបៀបនៃការចម្រើនបុណ្យហ្នឹងមានទាននមយៈបុណ្យខ្លះកើតពីការធ្វើទានហ្នឹងឯណាទានទៅយើងចង់ទៅទានចំពោះព្រះសង្ឃធ្វើទានចំពោះអ្នកក្រធ្វើទានចំពោះពេទ្យធ្វើទៅឲ្យតែជាទានដែលយើងឲ្យដោយគិតថាវាមានប្រយោជន៍ហ្នឹងហើយព្រោះអ្នកក្រហ្នឹងយើងអត់ឲ្យក៏គាត់អត់មានអីបរិភោគគាត់វាពិបាកអញ្ចឹងទៅទាហើយពេទ្យហ្នឹងយើងមិននាំគ្នាជួយក៏វាខ្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាលអញ្ចឹងទៅហើយលោកអញ្ចឹងទេអត់ឲ្យយើងខានលោកអត់អីឆាន់អញ្ចឹងយើងត្រូវឲ្យណាឲ្យនឹងទៅតាមសេចក្តីជ្រះថ្លារបស់យើងអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងថាគេមិនបានទៅកន្លែងណាឆ្ងាយគេឧបត្ថម្ភប្រសង់អាហ្នឹងគេជ្រះថ្លានឹងប្រសង់វាជារឿងរបស់គេកុំឲ្យចិត្តហ្នឹងវាចេះទៅទៅទាស់ហ្នឹងហើយយើងគ្រាន់តែណែនាំគ្នាថាឲ្យវាប្រកាសថាទៅរកប្រសង់ទៅធ្វើទានចំពោះប្រសង់ហ្នឹងឲ្យប្រកាសថាជ្រះថ្លាចំពោះប្រសង់មែនឬក៏ថាអនុគ្រោះប្រសង់មែនបើសិនជាយើងគិតថាយើងមិនធ្វើទានចំពោះអ្នកក្រទេព្រោះអ្នកក្រធ្វើទៅមិនសូវបានបុណ្យធ្វើមួយសង្ឃទៅបានបុណ្យច្រើនជាងបានអានិសង្ឃច្រើនជាងណាកំណត់បែបហ្នឹងមិនគួរឲ្យដោះនៅក្នុងចិត្តយើងវាកើតងាយនឹងកើតការលំអៀងហើយងាយនឹងកើតអារឿងលោភៈច្រើននៅក្នុងចិត្តរបស់យើងហ្នឹងយើងគិតពីប្រយោជន៍វិញសីលាវតីសីលាវតីដូចសួរហើយមិញទៅដូចជាមានសំណួរបន្ថែមសូមសួរលោកគ្រូថាបុគ្គលប្រាថ្នាធ្វើបុណ្យតើអាចចាត់ជាលោភៈមូលចិត្តបានទេអាហ្នឹងសួរមិញមានតែប៉ុណ្្នឹងឥឡូវមានបន្ថែមមកទៀតថាចុះការធ្វើបុណ្យដើម្បីប្រាថ្នាសេចក្តីសុខនិងដើម្បីលះអកុសលទាំងធម៌ទាំងពួងមួយណាប្រសើរជាងសូមលោកគ្រូជួយបកស្រាយព្រោះបរិស័ទភាគច្រើនជាប់ក្នុងការធ្វើបុណ្យទាំងដែលមិនស្គាល់ថាបុណ្យនៅលើចេតនាផងធៀបពិតទៅពាក្យថាបុណ្យហ្នឹងវាមានតួនាទីរបស់វាហើយតួនាទីរបស់យើងបើយើងថាធ្វើបុណ្យធ្វើយ៉ាងណាឲ្យតែបុណ្យកើតទៅកុសលហ្នឹងក៏មានតួនាទីរបស់វាហើយយើងមិនបាច់យកលោភៈទៅជ្រៀតជ្រែកនៅក្នុងតួនាទីរបស់បុណ្យកុសលទៀតទេពីព្រោះពាក្យថាបុណ្យជាធម្មជាតិលាងជម្រះបាបអញ្ចឹងណាជាធម្មជាតិលាងជម្រះបាបឧទាហរណ៍ថាធម្មជាតិអីខ្លះជាតួបុណ្យដូចជាមេត្តាបុណ្យណាបុណ្យករុណាបុណ្យណាបុណ្យកាលណាបើករុណាកើតឡើងយ៉ាងម៉េចឧទាហរណ៍ថាតែយើងឃើញអ្នកក្រក៏មើងងាយខ្ពើមអីចឹងទៅខ្ពើមអ្នកក្រមើងងាយអ្នកក្រទៅចិត្តមើងងាយអ្នកក្រហ្នឹងជាចិត្តបុណ្យឬក៏ជាចិត្តបាបហើយចិត្តបាបហើយស្រាប់តែករុណាហ្នឹងកើតឡើងថាកូនគេកូនយើងเนาะមានពីណាកើតមកចង់ក្រទេហើយគ្នាឈឺចឹងអត់មានអីមើលចឹងបើកូនអញឈឺក៏អញមើលភ្នែកចឹងដែរក៏ជួយគ្នាទៅហ្នឹងហើយដល់តែចិត្តវាកើតឡើងអញ្ចឹងវាទៅលៀងអីវាទៅលៀងអាចិត្តបាបនោះចិត្តបាបអីចិត្តមើងងាយនោះឃើញទេអញ្ចឹងថាបុណ្យនោះវាមានតួនាទីរបស់វាហើយបើធម្មជាតិណាដែលយើងហៅថាបុណ្យហ្នឹងកើតឡើងមិនដើម្បីលៀងបាបទេធម្មជាតិនោះមិនហៅថាបុណ្យទេបើវាកើតឡើងមិនដើម្បីជំរះចិត្តឲ្យស្អាតទេធម្មជាតិនោះមិនឈ្មោះថាពីរហ្នឹងវានៅមួយគ្នាអត់កើតទេបាបហើយបុណ្យនោះហើយឬក៏យើងប្រើពាក្យជំនួសថាកុសលនិងអកុសលយើងថាធ្វើកុសលដើម្បីនេះដើម្បីនោះអាហ្នឹងមកពីយើងចេះតែបន្ថែមខ្លាចបុណ្យហ្នឹងខ្លាចកុសលហ្នឹងវាមិនចេះធ្វើតួនាទីរបស់វាអញ្ចឹងណាជាបន្ថែមក្រែងអញ្ចឹងណាក្រែងធ្វើឲ្យបើមិនប្រាថ្នានេះទេដូចមិនកើតបើមិនប្រាថ្នានោះដូចមិនកើតដូចខ្លាចកុសលហ្នឹងវាខ្វះអារបៀបដូចយើងលេបថ្នាំហើយមិនហ៊ានដេកអញ្ចឹងណាខ្លាចថ្នាំវាមិនបានធ្វើនៅតួនាទីរបស់វាអញ្ចឹងណា
តាមពិតថ្នាំដែលគេផលិតមកដើម្បីកម្ចាត់រោគហ្នឹងវាមានតួនាទីរបស់វាហើយលេបឲ្យដេកទៅមិនចាំបាច់អង្គុយប្រាថ្នាថ្នាំឲ្យថ្នាំធ្វើឯងធ្វើតួនាទីឲ្យស្រួលទៅគេលោឯងអត់ធ្វើតួនាទីអញអត់ជាការធ្វើបុណ្យដែលមិនយល់ធ្វើកុសលដែលមិនយល់ព្រោះមិនទុកចិត្តថានឹងបុណ្យនោះវាមានឥទ្ធិពលយ៉ាងម៉េចហ្នឹងហើយដល់ចឹងទៅបើមិនបានប្រាថ្នាមិនអស់ចិត្តបើមិនបានគេឲ្យពោមិនអស់ចិត្តមកពីអីមកពីមិនទុកចិត្តថ្នាំនោះថ្នាំគឺកុសលនោះណាឧទាហរណ៍ថាឥឡូវយើងទៅជួបដុកទ័រពិសេសគេពិនិត្យឃើញរូបរាងកាយយើងមានជំងឺអីហើយគេដឹងថាជំងឺហ្នឹងដាក់ថ្នាំហ្នឹងទៅជាហ្មងហើយយើងក៏បានលេបហើយដល់លេបហើយយើងវាអត់ទុកចិត្តលោកគ្រូពេទ្យឲ្យតែថ្នាំមិនគ្រប់ទេឲ្យពោខ្ញុំឲ្យឆាប់ជាម៉ាត់មកនោះវានៅអា credit ឲ្យពោនោះមួយទៀតខ្ញុំចឹងនេះខ្លាចថ្នាំហ្នឹងវាធ្វើការមិនគ្រប់គ្រាន់ហ្នឹងឬក៏លេបថ្នាំឲ្យដេកដុតធូបសូមឲ្យខ្ញុំឆាប់ជាទៅប៉ុន្តែពិតណាថ្នាំវាមានប្រសិទ្ធភាពប៉ុណ្ណាវាធ្វើប្រសិទ្ធភាពវាប៉ុណ្ណឹងយើងប្រាថ្នាយើងមិនប្រាថ្នាក៏វានៅតែធ្វើការងាររបស់វាតែប៉ុណ្ណឹងដូចយើងលេបថ្នាំពុលឥឡូវក៏និយាយពីថ្នាំព្យាបាលរោគឥឡូវដាក់អង់ទ្រីនមើលគេឲ្យផឹកអង់ទ្រីនកន្លះកែវមើលហើយគេឲ្យពោថាសុំអ្នកឯងផឹកហ្នឹងកុំពុលឲ្យសោះណាផឹកឲ្យវាសុបាយផឹកឲ្យវាមានអាយុ100ទៅគេទៅតាមបត់ឲ្យពោទេថាអត់ទេតាពុលហើយវាប្រកាច់អីអត់មានដោយសារពាក្យឲ្យពោឬក៏ដោយសារយើងអ្នកផឹកប្រាថ្នាកុំឲ្យពុលទេបនបាបក្នុងចិត្តដូចគ្នាតាកើតវាធ្វើតួនាទីរបស់វាហើយអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនថាសុទ្ធិអសុទ្ធិសុទ្ធមិនសុទ្ធអាស្រ័យលើខ្លួនឯងដឹងហ្នឹងគឺពួកកុសលធម៌អកុសលធម៌ហ្នឹងកើតឡើងវាធ្វើតួនាទីរបស់វាប៉ុណ្ណាគឺប៉ុណ្ណឹងមិនចាំបាច់បន្ថែមទេអញ្ចឹងណាប៉ុណ្នេះបានតែអ្នកយល់ពីឥទ្ធិពលរបស់កុសលនិងអកុសលច្បាស់ប៉ុណ្ណោះអញ្ចឹងហើយបានជាខ្ញុំមកនៅអូស្ត្រាលីនេះនៅជាលោកហ្នឹងខ្ញុំងាយឲ្យពោយ៉ាងច្រើនបន្តិចបន្តួចអញ្ចឹងទៅពេលខ្ញុំសូត្រឲ្យពោច្រើននោះខ្ញុំខ្មាស់អៀនហើយចេះតែគិតថាថ្ងៃណាខ្ញុំបញ្យល់អ្នកធ្វើបុណ្យទាំងអស់យល់ពីរឿងហ្នឹងឲ្យវាប្រកាសថាបើយកឲ្យខ្ញុំឆាន់ហ្នឹងឲ្យវាត្រឹមឲ្យខ្ញុំឆាន់ហ្នឹងឲ្យវាសុបាយចិត្តមើលតែខ្ញុំនៅលោកហ្នឹងណាហើយចូលមកជពាក់អីអាពោបន្តិចហ្នឹងអញ្ចឹងស្អីដែលខ្ញុំខំបញ្យល់ពីមុនមកវាមិនតាន់ស្មើបាយមួយចានហ្នឹងទេហីគុណសម្បត្តិដើម្បីឆាន់បាយមួយចានហ្នឹងខ្ញុំចេះគិតអញ្ចឹងណាខំបញ្យល់យូរហើយហ្នឹងយល់ថាយល់ហើយហ្នឹងតើវាមិនតាន់មានសមត្ថភាពឆាន់បាយមួយចានហ្នឹងដោយមិនបាច់ឲ្យពោទេអីហ្នឹងហើយនៅតែចង់បានអីទៀតપણខ្ញុំគិតថាវាមិនងាយមានជ្រះថ្លាឲ្យពិតប្រកបហ្នឹងតែមកអញ្ចឹងបានគេទៅស្ដាប់ធម៌សម័យពុទ្ធកាលឃើញទេអ្នកខ្លះមិនដែលដឹងអីទេស្ដាប់អនុចប់ធម៌មើលលេចមើលកាត់ចូលទៅមុនគេបបពិតព្រះអង្គហើយស្អែកមុនឆាន់មកពេលហ្នឹងហើយមុនឆាន់ហ្នឹងអរគុណណាអរគុណស្ដាប់យល់ហើយដល់ពេលមុនទៅឆាន់ហើយសុំព្រះអង្គស្អីទៀតវាអត់ទេអាហ្នឹងចង្ហាន់អរគុណតាបើស្ដាប់រឿងធម្មបទដ៏ច្រើនគឺអញ្ចឹងគេស្ដាប់ធម៌សម័យនោះគេអញ្ចឹងអ្នកខ្លះដើរលែមិនដឹងអីទេប៉ុន្តែអង្គុយស្ដាប់ទៅវាយល់អញវែងយូរហើយបើព្រះអង្គប្រាប់តែអញវែងមានដឹងតំបន់ស្អីទេជ្រះថ្លាព្រះអង្គហើយស្អែកមុនឆាន់គេមុនឆាន់មែនមកមិនមុនទៅឲ្យពោទេមានន័យថាអាស្អីដែលគេទទួលពេលស្ដាប់ហ្នឹងវាគ្រប់គ្រាន់ហើយវាបានហើយអាសំខាន់ស្អែកហ្នឹងគ្រាន់តែអរគុណដែរយើងរាល់ថ្ងៃហ្នឹងវាអត់មានអាហ្នឹងទេវាអត់សូវមានអាហ្នឹងហ្នឹងហើយវាទៅជារឿងរំដោះគ្រោះទៅលោកទៅបានសុខបានសេរីឯណាឆ្កុយចឹងមានន័យថាពីមុនវាមិនដែលបានស្អីពីលោកវាមិនដែលចឹងយកលោកទៅថ្ងៃហ្នឹងដើម្បីឲ្យបានសុខបានសេរីពីមុនមកលោកវាមិនដែលឲ្យអីហ៎តែគេនិមន្តព្រះអង្គសម័យនោះព្រោះគេបានអីហើយចឹងបានខ្ញុំញឹមមិនបានទេអូនម្នាក់គាត់និយាយទៅខ្ញុំគាត់យកចង្ហាន់មកកាលខ្ញុំនៅលោកណា
នឹងខ្ញុំសួរថាខ្ញុំអាថ្មអាច hand free បានទេមិនបាច់សូធរបានទេគាត់ថាអត់ free ទេខ្ញុំរៀងវគ្គបន្តិចទៅគាត់ថាអត់ free ក៏ទេមុននឹងចង្ហាន់នេះមកដល់នេះខ្ញុំស្ដាប់លោកម្ចាស់គ្រូយូរហើយតាមពិតពួកខ្ញុំជាពាក់វិញតាចង្ហាន់ប៉ុណ្ណឹងមកទៀមទាអីទៀតគាត់និយាយចឹងខ្ញុំសប្បាយចិត្តមកអាហ្នឹងបានសាវៈប្រពុតតែទៀតថាជ្រះថ្លាពេលដែលយកចង្ហាន់យកមកឲ្យឆាន់ហ្នឹងគឺអឺវាមិនមែនដើម្បីបានអីទៀតណាវារៈសពថាការឲ្យពរខ្លះវាជាកម្លាំងចិត្តដែរហ្នឹងហើយមកវាចិត្តខ្សោយហ្នឹងឯងតែវគ្គរបស់ពុទ្ធកាលណាចិត្តវាមានកម្លាំងហើយវាមិនចាំបាច់ពរជ័យអីហ្នឹងទេខ្ញុំមិនមែនហាមថាមិនឲ្យត្រូវការទេបើគាត់ថាឲ្យតែនៅត្រូវការពរជ័យហ្នឹងមានន័យថាកម្លាំងចិត្តហ្នឹងខ្សោយវាអត់រឹងមាំវាអត់រឹងមាំវាអត់មែនជាអ្នកទទួលបាននៅមេរៀនពធពិតប្រកបវានៅតែដើរតាមទិដ្ឋិរបស់យើងហ្នឹងនៅតែខ្វះភាពកក់ក្ដៅរហូតបាននេះឲ្យពោទៅនិយាយវាសុបាយចិត្តអានឹងជាការសម្ដែងថាម៉េចបើមិនបានស្ដាប់ពោស្ដាប់ជ័យគេបួងសួងឲ្យបានសុខទេវាដូចជាគំព្រាដើរទៅដូចវាអត់មានសុវត្ថិភាពទៅតាមទឹកទៅតាមកប៉ាល់ទៅតាមអីចិត្តភ័យឃើញឃើញចិត្តខ្សោយហ្នឹងហើយបើត្រូវការក៏ខ្ញុំមិនខត់ដែរអានេះដូចថាវាមាននៅក្នុងចិត្តអញ្ចឹងទៅហើយដូចតែយើងគោពោះផោមអីចឹងយើងទៅហ្មងទៀតពិតទៅចាស់ខ្លួនក៏មិនមែនទៅចង់ផោមអីទេតែទឹកគ្រឿងលក់ខ្ចីទៅគោពោះគ្រូបផោមព្រីតចឹងមកអានឹងវាមានអញ្ចឹងប៉ុន្តែបំណងរបស់យើងចង់អញ្ចឹងណាយើងចង់បានសុខភាពល្អដែរមិនចាំបាច់ឲ្យគោពោះគ្រូបឲ្យផោមព្រីតបន្ធូរពោះឯណាចង់បានអាពោះវាមិនបាច់ទៅផោមឲ្យស្អុយគេណាចង់បានសុខភាពល្អណាប៉ុន្តែហើមពោះយើងត្រូវការអីយើងត្រូវការផោមបំផោមទៅវាកាន់តែតឹងពោះខ្ញុំថ្ងៃមកពីខ្មែរចិត្តមកពីខ្មែរវិញហ្នឹងតឹងពោះអញ្ចឹងវាអត់ព្រមផោមសោះចឹងអាផោមយើងត្រូវការពេលណាត្រូវការពេលវាតឹងពោះហ្នឹងវាអត់ដើរខ្យល់សោះអញ្ចឹងពោះវាមានបញ្ហាហើយចិត្តបើព្រៀបពោះមានបញ្ហាហ្នឹងអាពោះអត់បញ្ហាណាស្រួលជាងដោយមិនចាំបាច់ត្រូវការផោមមកអញ្ចឹងអាចិត្តយើងមានលំនឹងហើយមិនបាច់ត្រូវការពោះក៏វាខ្លាំងដែរនោះតែអាណាវាសុខស្រួលជាងអារឿងគេឲ្យពោជួនកាលគេឲ្យជួនកាលគេមិនឲ្យហ្នឹងចាំបើវាមានកម្លាំងស្រាប់នៅក្នុងខ្លួនយើងវាមិនស្រួលជាងវាអញ្ចឹងដូចយើងទៅបន់នេះដូចខ្ញុំកាលពីក្មេងដូចជាម្ដាយឲ្យទៅ500រៀលឯមិនដឹងទៅបន់កឋិនឲ្យទៅនៅត្រូវការពោខ្ញុំចេះនឹកឃើញខ្ញុំនៅពីក្មេងមុននឹងលខោនលេងមិនលោកតាអាចារ្យដាក់មេក្រូប្រកាសរៃលុយអញ្ចឹងហើយខ្ញុំវាបានលុយពីម្ដាយទៅហើយមេក្រូវាលឺទៅដល់ភូមិចង់ធ្វើជាកូនល្អធ្វើអីហ្នឹងក៏ចង់បាន credit ចឹងដែរអូក្មេងៗក្នុងភូមិតាអាចារ្យគាត់ស្គាល់ទាំងអស់ហ្នឹងហៅឈ្មោះអូចៅនេះចៅនោះចឹងទៅមានសទ្ធាជ្រះថ្លាគាត់ដឹងឈ្មោះទាំងអស់ចឹងហើយចិត្តហ្នឹងចង់ឲ្យគេឲ្យពរដាក់មេក្រូហើយស្រាប់តែដើរតម្រង់ជួរចិត្តដល់ចង់ចូល200រៀលកាលនោះខ្ញុំវាភ្លេចទៅបើមិន200 300គាត់ថាឲ្យម៉ែសប្បាយចិត្តព្រោះផ្ទះខ្ញុំហ្នឹងវាមិនឆ្ងាយពីវត្តប្រហែលទេលឺហ្នឹងហើយចង់មកលេងប៉ុនហើយទៅវិញឲ្យម៉ែសរសើរទៀតថាកូនឯងនេះចេះចូលប៉ុនចូលទៀនអីចឹងណាប្រាប់តាដើរចិត្តដល់ស្រាប់តែមានអ្នកមកខ្សាប់ថាលោកតាឲ្យពូខ្សាប់អើយលោកទេដល់ពេលលោកទេអូមេក្រូនៅលើសាលាគេត្រូវទេសនាមេក្រូរីគេឲ្យបាត់ឲ្យពូខ្សាប់តែនៅលើតែខ្សាប់ខ្ញុំអត់ចូលទេណាអត់លឺដល់ម៉ែអត់ចូលអានចិត្តមិនចិត្តវាអន់វាត្រូវការពរជ័យនោះហ្នឹងហើយខ្ញុំឃើញដែរញាតិញោមអញ្ចឹងឲ្យតាអ្នកបកែឲ្យពរបកែត្អូញត្អែលោកថាបុនចេះបុនចុះអូនិយាយថាប្រសក់និយាយមកមិនថាលោកបកែទៀតអូសบายចិត្តចូលហ្នឹងហើយមិនដឹងទិសដៅឯណាទេហ្នឹងហើយ
បននៅចុងក្រោយនឹងសរុបយកប្រយោជន៍រួមណាមួយមិនឃើញអញ្ចឹងណាអាហ្នឹងវារំភើបចិត្តព្រោះពណ៌ហ្នឹងអញ្ចឹងហើយបានខ្ញុំជាមួយគណៈគ្រប់គ្រងវត្តនៅពោធិ៍សាត់ហ្នឹងកាលខ្ញុំនៅជាបព្វជិតគ្រប់គ្រងនៅកន្លែងហ្នឹងខ្ញុំមិនឲ្យលឺសលេងឲ្យពណ៌តាមមីក្រូអត់មកអត់សំបីតែម្ដងទេគ្រប់បនគ្រប់ទានអីដាក់អានេះស្អីនេះអីដាក់អសឲ្យមើលទៅចង់ចូលទេសនានោះទៅចូលនោះទៅចង់ចូលកសាងអីបូជាអីទៅនោះទៅដាក់អសឲ្យមើលទៅឲ្យបញ្ចូលឲ្យទៅអត់មានមីក្រូឲ្យពណ៌ទេហ្នឹងហើយខ្ញុំសរុបមកវិញថាដោយតែថ្នាំដែលខ្ញុំលើកឡើងអញ្ចឹងណាព្រោះថ្នាំវីតាមីនវាមានប្រសិទ្ធភាពប៉ុណ្ណាវាប៉ុណ្ណឹងហើយអត់ឲ្យដេកទៅកុសលដូចគ្នាកុសលមានកិច្ចអីគេកុសលកិច្ចរបស់វាអកុសលវុធាំងសនៈរក្សាដូចសួរមិញថាចុះបើធ្វើបុណ្យប្រាថ្នាដើម្បីលះអកុសលណាអ្នកប្រាថ្នាយើងហ្នឹងតែយើងអ្នកប្រាថ្នាខុសទៀតទេបើសន្មត់ថាយើងវាមានតែគ្រាន់តែចេះថាធ្វើយ៉ាងណាដើម្បីឲ្យកុសលកើតប៉ុណ្ណឹងទៅដូចគ្នានឹងយើងរលុយយ៉ាងម៉េចដើម្បីទិញថ្នាំលេបឲ្យបានតែប៉ុណ្ណឹងទៅលេបឲ្យដេកទៅតែប៉ុណ្ណឹងណាវាអត់ចាំលេបហើយចាំបាច់បន់តែថ្នាំអើយជួយអញឲ្យបាត់ឈឺកាពះថ្នាំអើយជួយអញឲ្យជារោគទៅបានហើយអញចង់បានអីទេមិនចាំបាច់ថាចឹងទៅឥឡូវតែដេកបន់អញ្ចឹងនោះបន់អញ្ចឹងនោះបន់ស្រន់អញ្ចឹងនោះដេកវាមិនលក់ទៅទៀតស្រួលអត់ជាបរោយដេកវាមិនលក់មែនអត់បើសិនជាយើងពេទ្យប្រាប់ថាមកពីយើងដេកវាមិនគ្រប់អីចឹងទៅហើយដេកថ្នាំនេះទៅអាចសម្រួលកាពះហើយឆាប់ដេកប្រាប់ចឹងទៅលេបឲ្យដេកចាំលេបឲ្យបន់ទៅអីបាច់ថ្នាំមិនធ្វើការកុសលដូចគ្នាអកុសលកើតវាធ្វើការហើយវាអកុសលវុធាំងសនៈរក្សាមានកិច្ចកំចាត់អកុសលអាហ្នឹងបានហៅថាកុសលឃើញទេប៉ុន្តែយើងរៀនណាយើងរៀនហើយអ្នកសួរក៏អាចយល់ហើយបានចេះនិយាយថាបនទៅលើចេតនាហ្នឹងបើឲ្យប្រហែលជាឲ្យខ្ញុំនិយាយដើម្បីចែករំលែកតទៀតតែប៉ុណ្្នឹងថនសុផននេះជំរាបសួរលោកបងបាទជំរាបសួរខ្ញុំឈ្មោះតុនសុផនសុផននេះតុនសុផនអ្នកដែលមានឈ្មោះជាភាសាអង់គ្លេសបើសិនជាចង់ឲ្យខ្ញុំអានឈ្មោះឲ្យត្រូវសរសេរឈ្មោះជាខ្មែរផងទៅអាហ្នឹងរួមមានពេលខ្លះខ្ញុំអានជាអង់គ្លេសឈ្មោះខ្មែរយ៉ាងហ្នឹងអានមិនត្រូវជាស្រ័យខ្ញុំឈ្មោះតុនសុផនតែងបញ្ជាក់ឈ្មោះលោកបងរហូតលោកបងហៅចេះតែខុសឃើញលោកបងនៅផ្សព្វផ្សាយព្រះធម៌ខ្ញុំរំភើបនិងសប្បាយចិត្តណាស់ដើមឡើយពេលលោកបងលេចាកសិក្ខាខ្ញុំខ្សឹបខ្សួលដែរដោយគិតថាទៅស្ដាប់លោកបងបានជាង1ឆ្នាំលោកបងលេចាកសិក្ខាហើយមានតែលោកបងតែម្នាក់គត់ដែលពន្យល់បានយ៉ាងក្បោះក្បាយងាយយល់ស្ដាប់បានខ្ញុំទុកលោកបងដូចជាបងប្រុសនិងទុកជាបុគ្គលគំរូរបស់ខ្ញុំសូមទទួលការគោរពស្រឡាញ់ពីនាងខ្ញុំផងបាទប្រហែលជាមកពីប្អូនស្ដាប់ខ្ញុំច្រើនទៅក៏យល់ថាមានតែខ្ញុំអញ្ចឹងទៅណាក៏មានលោកគ្រូដតីដែលគាត់អាចពន្យល់បានគ្រាន់ថាអាចមកពីស្ដាប់ខ្ញុំច្រើនអញ្ចឹងទៅក៏ថាមាននិស្ស័យឧបនិស្ស័យជាមួយគ្នាអញ្ចឹងទៅក៏ស្ដាប់ស្រួលអញ្ចឹងទៅប៉ុន្តែសប្បុរសដតីទៀតដែលបរិស័ទយើងគួរស្ដាប់មានច្រើនដូចជាលោកគ្រូអគ្គបណ្ឌិតបុត្រសវងខ្ញុំមែនតែនទៅអភិធម្មរបស់ខ្ញុំដំបូងហ្នឹងក៏បានទុនពីគាត់តែបាត់មិនបានអង្គុយរៀនជាមួយគាត់ប៉ុន្តែស្ដាប់កាសែតគាត់អញ្ចឹងណាហើយក៏ឃើញថាគាត់ចេះដឹងច្រើនហើយឧបាយនៃការបញ្យល់របស់គាត់ហ្នឹងក៏ល្អលោកគ្រូរុសុផាតអីចឹងហើយផ្នែកវិន័យមានលោកគ្រូគំអ៊ីវប៉ុន្តែគាត់ស្លាប់ហើយប៉ុន្តែសំឡេងគាត់នៅហើយមានលោកគ្រូផ្សេងទៀតហើយប្រសង់អង្គផ្សេងក៏ច្រើនដែរ
đểខ្ញុំបានដឹងមកណាតែខ្ញុំក៏សប្បាយចិត្តដែរដែលនៅបន្តស្ដាប់ខ្ញុំព្រោះមានខ្លះក៏គាត់ឈប់ស្ដាប់ដែរពេលខ្ញុំសាក់ដូចខ្ញុំថាអញ្ចឹងថាពេលឈប់ស្ដាប់មិនមែនរឿងរបស់ខ្ញុំទេរឿងរបស់អ្នកស្ដាប់តែខ្ញុំក៏នៅតែបន្តគោលការណ៍របស់ខ្ញុំនៅតែនិយាយធម៌ដដែលហើយខ្ញុំមិនខ្មាស់មិនអៀនអីទេទោះបីខ្ញុំសឹកទៅខ្ញុំក្រខ្ញុំលហេមលហាមមិនក៏ខ្ញុំនៅតែនិយាយដែរធម៌ហ្នឹងពីព្រោះខ្ញុំជឿជាក់ថាធម៌នេះធ្វើឲ្យជីវិតរស់នៅមិនមានសម្ពាធច្រើនបើទោះជាស្តង់ដារជីវិតយើងបែបណាក៏ដោយជីវិតដែលល្អបំផុតគឺរស់នៅដោយមិនប្រះចាកសិលធម៌មិនប្រះចាកគុណធម៌មិនប្រព្រឹត្តខុសក្នុងសិលមិនប្រព្រឹត្តខុសក្នុងកម្មបត្តិមិនប្រព្រឹត្តខុសច្បាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានសរសើរថាបុគ្គលបរិសុទ្ធព្រោះត្រកូលខ្ពង់ខ្ពស់នោះទេបុគ្គលបរិសុទ្ធព្រោះត្រកូលអ្នកមានស្ដុកស្ដំនោះទេហើយក៏មិនបានពោលថាបុគ្គលសៅមងព្រោះតែខ្វះទ្រព្យបុគ្គលសៅមងព្រោះត្រកូលទៀបថោកព្រោះត្រកូលច័ន្ទដៀលនោះដែរប៉ុន្តែសៅមងឬក៏ប្រសើរខ្ពង់ខ្ពស់នៅលើអំពើកម្មតែប៉ុណ្ណោះមនុស្សមិនយល់ទេដែលឲ្យតម្លៃគ្នាទៅលើការងារតូចប្រាក់ខែតិចយើងមិនឲ្យតម្លៃយើងឲ្យតម្លៃទៅលើស្លាកយីហោឡានទំនើបវិឡាធំតំណែងខ្ពស់លុយច្រើនបើយើងឲ្យអញ្ចឹងយើងរកមនុស្សល្អមិនឃើញទេខ្ញុំមើលរឿងចិនមួយនេះខ្ញុំឮទៅខ្ញុំចេះតែយកមកណូតទុកហើយវាអាចត្រូវដែរនៅក្នុងសង្គមយើងគេនិយាយថាពេលដែលយើងខ្ពង់ខ្ពស់មនុស្សចាប់ផ្ដើមពេលដែលអ្នកខ្ពង់ខ្ពស់មនុស្សចាប់ផ្ដើមស្គាល់អ្នកប៉ុន្តែអ្នកចាប់ផ្ដើមស្គាល់មនុស្សនៅពេលដែលអ្នកធ្លាក់ខ្លួនវាមិនត្រូវទាំងអស់ទេប៉ុន្តែអាចត្រូវប្រហែលច្រើនគឺអ្នកនិពន្ធគេប្រើពាក្យមកតំណងអានឹងក៏ជាមេរៀនជីវិតមួយដែរជាធម៌មួយដែរជាលោកធម៌អានឹងលោកធម៌តស៊ូមិនបានស្លាប់ខ្លួនដូចតារាហេតុអីបានតារាស្លាប់ខ្លួនច្រើនពលមួយល្បីហើយអត់មានធម៌ទប់ដល់ពេលធ្លាក់កោតឯកាទប់មិនបានស្លាប់ខ្លួនច្រើនណាពិសេសតារាល្បីនៅកូរ៉េខាងត្បូងច្រើនខ្ញុំមើលស្ថិតិសើចមើលតារាស្លាប់ខ្លួនច្រើនប៉ុន្តែមើលប្រវត្តិល្មិចជួនកាលកំពុងតែឡើងកោតដល់ឡើងកោតទៅវាល្បីពលជាមួយល្បីហ្នឹងណាដើរតួឯកស្រាប់តែធ្វើអំពើណាមួយឆ្កំឆ្គងស្លៀកពាក់ទៅវាលិចនេះលិចនោះគឺបរិហាទៅត្រូវក្រុមហ៊ុនផលិតកម្មហ្នឹងគេអត់ឲ្យដើរតួទៀតទេបើដើរក៏ត្រឹមតែដើរតួប្រគ្រប់ហ្នឹងហើយដូចខ្ញុំលើកឡើងមិញអញ្ចឹងយើងចេះតែគិតថាធម៌ផ្សេងពេលយើងធ្វើកិច្ចការងារចិញ្ចឹមជីវិតមិនត្រូវការធម៌នោះខុសស្លាស់កាន់តែល្បីកាន់តែធំកាន់តែមានសម្ពាធកាន់តែត្រូវការធម៌សិក្សាពីធម៌នឹងឲ្យច្បាស់លេងជាមួយវាឲ្យច្បាស់បើមិនចឹងទេគ្រោះថ្នាក់ចុងក្រោយគេជួយអត់បានទេឃើញតារាអាចធ្វើឲ្យគេសប្បាយចិត្តបានតែដល់ពេលខ្លួនមានបញ្ហាគ្មានណាធ្វើឲ្យខ្លួនសប្បាយចិត្តបានទេពីព្រោះកាលគាត់សប្បាយគាត់ឃើញនោះទំហំនៃការគ្រប់គ្រងផ្អើលមេឃផ្អើលដីទៅជា star ទៅជា pop star ណាទៅជាមនុស្សទៅណាក៏គេសុំហត្ថលេខាទៅណាក៏គេសុំថតជាមួយអីចឹងដល់តែមានរឿងមានរ៉ាវត្រូវតេះដៀលវាទប់វាអត់បានវាអត់ដែលគិតពិចារណារឿងភាពមិនទៀងណាអត់ដែលពិចារណាធัวកើតពីបច្ច័យហ្នឹងហើយចឹងបានដូចអ្នកដែលឈរអាចរឹងមួយហ្នឹងសម្បូរតែមនុស្សដែលមានទស្សនវិជ្ជាច្រើនអាហ្នឹងបាន
ឈរបានគឺអ្នកមានធំខ្លាំងរហូតដល់ចេញទ្រឹស្ដីថាបរាជ័យពិតប្រាកដវាមិនមែនជាការដែលកិច្ចការងារដួលមិនបានដោយបំណងនោះទេមិនមែនជាការដួលនោះទេមិនមែនជាការខកបំណងនោះទេបរាជ័យពិតប្រាកដគឺអាដួលហើយរាល់វិធីងើបវិញវាមិនរួចអាហ្នឹងបានហៅថាបរាជ័យអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាអ្នកស្ដាប់ធម៌ដ៏ច្រើនទាំងដែលខ្ញុំនៅជាបព្វជិតអ្នកស្ដាប់ភាគច្រើនក៏កុហកដែរសំបីតវិខសង្ឃលោកទៅទេសនាក៏ទេសនាឲ្យតែប្រសក់ស្ដាប់ដែរមិនចឹងខ្ញុំកាលនោះក៏ខ្ញុំទេសទៅសម្បូរតែប្រសក់ស្ដាប់ចឹងដែរឥឡូវមើលតាមរោងបុណ្យរាល់ថ្ងៃដែលប្រកាសណាលោកម្ចាស់ទៅសំដែងធម៌មានបព្វជិតណានៅស្ដាប់ហាក់ដូចជាធម៌ហ្នឹងវាសម្រាប់តែពួកកុហកហ្នឹងហើយហ្នឹងហើយយូរទៅវាអ្នកស្ដាប់ធម៌អ្នកត្រូវការធម៌ទៅកុហកហ្នឹងហើយហើយរឿងអីដែលខ្ញុំលាចាកពីបព្វជិតមកហើយមករស់នៅជាកុហកហើយខ្ញុំយកធម៌នោះមកប្រើក្នុងជីវិតជាកុហកមិនបានអញ្ចឹងមានន័យថាម៉េចបើសិនជាខ្ញុំសឹកមកខ្ញុំលះបង់ធម៌ចោលខ្ញុំឈប់និយាយធម៌ហ្នឹងមេរៀនហ្នឹងខ្ញុំលែងយកមកដាក់ក្នុងជីវិតខ្ញុំឈប់ចែកម្លែកអញ្ចឹងមានន័យថាម៉េចមានន័យថាការខ្ញុំនៅលោកគ្រាន់តែធ្វើឲ្យទៅហើយអត់មានមែនតែនផងហ្នឹងអាហ្នឹងនិយាយធម៌ព្រោះតែមានចវរហ្នឹងដល់ពេលមកអញ្ចឹងនិយាយអីរួចទៀតមើលតែឆ្នាំងបាយខ្លួនឯងទៅតែឆ្នាំងបាយខ្ញុំមើលហើយត្រូវតែមើលហើយអាហ្នឹងតែនិយាយនៅតែនិយាយអញ្ចឹងវាមិនមែននិយាយអស់ឆ្នាំងបាយណាទេហើយកុំភ័យតែស្ដាប់ខ្ញុំនោះតិចខ្ញុំរេងគៀសមកដាំបាយអត់ទេហើយអរគុណហើយថាមិនបាច់និយាយទេមើលតែឆ្នាំងបាយខ្លួនឯងថាឆ្នាំងខ្ញុំមើលវាមិនដែលពីណាឃ្លានដាច់បាយងាប់ហើយមិនព្រមដាំបាយស៊ីទេប៉ុន្តែសំខាន់ថាខ្ញុំមិនបាច់មានបានពេកក៏រស់នៅបានបាយឆ្អែតពីពេលប៉ុណ្ណឹងហើយមានពេលនិយាយធម៌ប៉ុណ្ណឹងណាស្ដាប់បានស្ដាប់មិនបានអញ្ចឹងឥឡូវ page ខ្ញុំពីមុនមានអ្នកជេរច្រើនឥឡូវឡើងសូវមានអ្នកជេរមិនមែនអត់ហេតុទេខ្ញុំប្រាប់ក្រុមការងារថាបើនរណាខ្ទាស់ជាមួយខ្ញុំហើយមានហេតុផលទុកតែបើចេញមកជេរបែនចោលទៅហ្នឹងស្ងាត់ជេរហ្នឹងមកពីអញ្ចឹងទេស្ងាត់អ្នកជេរលើ page ខ្ញុំគេទៅជេរនៅណាទៀតជេរទៅទទួលយកតែអ្នកនិយាយភាសាមនុស្សទេបើនិយាយភាសាដេរិឆានបាច់ទុកហ្នឹងចេញមកអាចចេញមកឈួតចេញមកអីហ្នឹងដឹងទុកថាអីបងដឹងតែសញ្ញាគាត់ក្តៅហើយបែនចោលអស់ឱកាសជេរទៅជេរកន្លែងផ្សេងបានតែទៅជេរក្នុងហ្នឹងបានតែម្ដងពីរដងមើលចន្លោះអស់ឱកាសជេរហ្នឹងហើយខ្ញុំសាទរប៉ះសិនបើរាល់ការចែករំលែករបស់ខ្ញុំវាអត់ត្រូវហើយលើកហេតុផលផ្សេងមកលើកហេតុផលណែលបងលប្អូននិយាយភាសាមនុស្សហ៎និយាយណាយ៉ាងហើយក៏ខ្ញុំមានអាយុប្រាប់ដែរខ្ញុំមិនដែលលាក់ទេបើអាយុបងខ្ញុំហៅខ្ញុំប្អូនមកអាយុប្រហែលគ្នាហៅសម្លាញ់មកអាយុប្អូនខ្ញុំហៅខ្ញុំបងមកចាំបាច់នេះនោះមើលឆ្លោះគ្នាពីកាលហ្នឹងតែមកដីព្រៃបានតែម្ដងទេអត់មានទុកទៀតទេអញ្ចឹងខ្ញុំប្រាប់កលឹះថាហេតុអីបានមករយៈនេះអត់សូវមានឃើញអ្នកជេរច្រើនដូចមកវឹកមុននោះមិនមែនអត់ហេតុទេបែនប្រហែលជាអស់100ឲ្យដឹងតាមអ្នកកាន់ការប្រាប់ខ្ញុំហ្នឹងហើយបើនៅចង់លឺនិយាយភាសាមនុស្សនៅក្នុងเพจហ្នឹងណាប៉ុន្តែជេរកន្លែងផ្សេងបានតែជេរក្នុងហ្នឹងឥឡូវមានច្បាប់ថ្មីប្រាប់ទៅក្រុមការងារយើងប្រាប់ឲ្យហើយតែយកភាសាព្រៃយកមកនិយាយហ្នឹងអត់ភាសាទេគឺបែនចោលឡប់ចោលហ្នឹងហើយអ្នកនៅស្ដាប់ទោះថ្ងៃក្រោយនៅសល់តែ10អ្នកស្ដាប់ប៉ុន្តែចេះប្រើភាសាមនុស្សក៏នៅតែនិយាយដែរខ្ញុំអត់ខ្វល់រឿងមនុស្សស្ដាប់តិចស្ដាប់ច្រើនទេអិនឲ្យមនុស្សចេះមកនិយាយភាសាមនុស្សក្នុងហ្នឹងមិននិយាយភាសាដេរិឆានទេCharlie
N បាត់ដំបងជំរាបសួរលោកគ្រូពីចម្ងាយបានជំរាបសួរណាហ្នឹងភាសាមនុស្សហ្នឹងណាដោយក្តីនឹករលឹកនិងជាទីគោរពខ្ញុំបាទមានចម្ងល់មួយយូរហើយថាព្រះខ័យណាស្របនិងព្រះអរហន្តខុសគ្នាយ៉ាងណាទៀតបើនិយាយពីបុគ្គលសួនអូនសាន់នីខ្លាចតែលោកគ្រូឈប់និយាយខ្ញុំអត់ឈប់ទេឲ្យតែនៅនិយាយចេញទោះបីខ្ញុំដាច់យ៉ៃមិនក៏និយាយដែរចាំមើលពួកខ្ញុំស្រឡាញ់ធនហ្នឹងខ្ញុំស្រឡាញ់មិនខ្ញុំស្រឡាញ់ធនណាតែពេលខ្ញុំនៅលោកឯងចក្រធនហ្នឹងខ្ញុំស្រឡាញ់មួយជីវិតរបស់ខ្ញុំហ្មងហើយខ្ញុំនឹងនិយាយថាឥឡូវថាមើលអាចមានមនុស្ស 1k 2k អីមើលអញ្ចឹងថាថ្ងៃក្រោយនៅតែ4-10 view ក៏ខ្ញុំនៅតែនិយាយដែរខ្ញុំនិយាយព្រោះខ្ញុំស្រឡាញ់ដែរហើយ4-10 view ឲ្យតែស្ដាប់ដោយយកចិត្តទុកដាក់ក៏ជាសេចក្តីសប្បាយចិត្តរបស់ខ្ញុំដែរហើយបើឡើងរាប់រយរាប់ពាន់ view ចេះហើយដូចប្រាប់មិញអញ្ចឹងបើថាទទួលយកតអ្នកចេះប្រើភាសាខ្មែរល្អយើងមិនដែលឆ្លោះគ្នាមិនដែលវាយគ្នាណាចូលមកជេរគ្នាខ្ញុំមិនអាចទៅហាមនៅកន្លែងផ្សេងបានខ្ញុំមានច្បាប់នៅក្នុង page របស់ខ្ញុំហ្នឹងបានជេរម្ដងបានពីរដងបានតែឲ្យតែក្រុមការងារឆែកមើលឃើញតែជេរនឹងលែងមានឱកាសជេរនៅក្នុង page របស់ខ្ញុំនៅក្នុង account របស់ខ្ញុំហ្នឹងអាចលឺពីគេពីឯងយកទៅជេរណាទៀតអាហ្នឹងតាមដំណើរចាស់ខ្ញុំគ្រប់គ្រងទៅនៅក្នុងហ្នឹងឯងនិយាយពីបុគ្គលគឺតែមួយឯងព្រះអរហន្តគឺប្រខ័យណាស្របប្រខ័យណាស្របគឺព្រះអរហន្តប្រខ័យណាស្របបើបល័យហៅថាខ័យណាសវៈមានអ្នកប្រាប់ថា not clear and repeat again and again ប្រខ័យណាស្របពាក្យបល័យហៅថាខ័យណាសវៈខ័យណាសវៈហ្នឹងមកពីពីរពាក្យថាខ័យណៈនិងអាសវៈអាសវៈហ្នឹងគឺសំដៅដល់អាសវៈកិលេសហើយដល់ខ័យណៈហ្នឹងប្រែថាអស់បុគ្គលណាអស់អាសវៈកិលេសបុគ្គលនោះហៅថាខ័យណាសវៈហើយយើងសរសេរមកមានជើងរួផងហ្នឹងវាច្រើនបលាយកាត់ជាមួយសំស្ក្រឹតហើយណាស្របអញ្ចឹងទៅហើយវោវាទៅជាពោអញ្ចឹងណាផ្លាស់ទៅជាពោទៅហើយថែមជើងរួនៅកន្លែងសមួយមកហើយព្រះហ្នឹងខ្មែរយើងទៅសំដៅដល់អ្នកមានគុណធម៌យើងដាក់ព្រះពីមុខព្រះខ័យណាស្របអញ្ចឹងពាក្យដើមមកពីខ័យណៈនិងអាសវៈហ្នឹងអាអស្រអាហ្នឹងយកមកធ្វើស្រអាជាប់ជាមួយនឹងខ័យណៈមកវាជាខ័យណាហើយសវៈគឺអ្នកដែលអស់អាសវៈកិលេសហៅថាខ័យណាសវៈអញ្ចឹងអ្នកដែលអស់អាសវៈកិលេសអស់ហ្នឹងទាំងអស់ហ្នឹងគឺព្រះអរហន្តនឹងឯងអរហន្តគឺអរហង្គមកពីដំបូងឡើយថាអរហង្គគឺជាអ្នកអស់សក្តិសត្រូវគឺកិលេសហ្នឹងហើយអញ្ចឹងវាគ្រាន់តែជាឈ្មោះនៃអ្នកដែលបានអស់កិលេសហៅថាព្រះអរហន្តក៏បានហៅថាប្រខ័យណាស្របក៏បានអញ្ចឹងណាស្ទីមឌីយ៉ាជំរាបសួរលោកគ្រូបាទជំរាបសួរខ្ញុំមានសំណួរចង់សួរលោកគ្រូតើសាសនាព្រះពុទ្ធនៅលើពិភពលោកយើងនេះប្រទេសណាដែលបដិបត្តិល្អជាងគេខ្ញុំលំបាកនិយាយដែរបើយើងមើលជាទម្រង់មិនសូវហ៊ានផ្ដេសផ្ដាស់អីឃើញខ្មែរយើងគ្រាន់បើព្រោះខ្មែរយើងវានៅមានសម្ពាធពីសង្គមដូចថាឃើញលោកធ្វើផ្ដេសផ្ដាស់អីចឹងទៅយើងយកចិត្តទុកដាក់និយាយចឹងណាដល់ចឹងទៅលោកមិនសូវហ៊ានធ្វើអីផ្ដេសផ្ដាស់ហ្នឹងហើយដល់ទៅថៃដូចភូមិគេអត់សូវប្រកាន់ទៅភូមិល្អក៏ល្អខូចក៏ខូចច្រើនប៉ុន្តែគេរៀនបានច្រើនប៉ុន្តែ
បើសិនបើយើងលើកពីប្រទេស3នឹងណាល្អជាងនឹងខ្ញុំពិបាកវាស់ស្ទង់ណាពីព្រោះវានៅលើការយល់ដឹងនិងការអនុវត្តតខ្លួនម្នាក់សម្បីតែក្នុងប្រទេសផ្ទាល់នឹងក៏ដោយតាមវត្តនឹងក៏មានកាប់បដិបត្តិមិនដូចគ្នាដែរតាមវត្តខ្លះក៏មានសាលារៀនទៅមានការសិក្សាធម៌វិន័យទៅអាហ្នឹងក៏បដិបត្តិបានល្អទៅវត្តច្រើនដែលអត់មានការសិក្សាហ្នឹងមិនដឹងថាទៅបដិបត្តិអីដូចនៅខ្មែរយើងជួនកាលក្នុងមួយស្រុកមាន20-30វត្តអីចឹងអាចមានសាលាពុទ្ធិកៈមួយឬក៏ធម្មវិន័យ1-2អីចឹងទៅអាចបញ្ជូនមករៀនខ្លះអីខ្លះពីវត្តផ្សេងហើយនៅច្រើនទៀតនៅវត្តហ្នឹងអត់បានរៀនសូត្រអីទេដល់ចឹងយើងទៅវិនិច្ឆ័យថាគុណភាពយ៉ាងម៉េចហ្នឹងវាពិបាកហ្នឹងចឹងប្រៀបធៀបប្រទេសខ្ញុំគិតថាពិបាកប្រៀបពីព្រោះសំបីនៅក្នុងភូមិអីខ្ញុំដឹងដែរដឹងខ្លះដែរទៅហើយក៏មានអ្នកស្គាល់រៀននៅនឹងគេមាននិកាយច្រើននិកាយខ្លះទៅក៏គោរពធម៌វិន័យបានល្អទៅនិកាយខ្លះទៅក៏ញ៉ៃអញ៉ៃពេញនឹងគេអត់ខ្វល់ទៅដោយវត្តមួយនៅភូមិហ្នឹងគេហៅថាវត្តឥតព្រួយគេនោះគេទទួលលោកនឹង2-3,000អង្គមួយឆ្នាំទៅរៀនហ្នឹងហើយគេអត់ខ្វល់លោកធ្វើអីធ្វើទៅកុំឲ្យត្រូវតែបាត់ធំបានហើយបាត់ធំបរាជិកអីចឹងណាហ្នឹងតូចតាចនឹងដើររំដើរច្រៀងដើរទះបាល់លេងដើរមើលការ៉ាអូខេថាច់ឯងទៅគេអត់ខ្វល់ចឹងគេហៅវត្តឥតព្រួយប៉ុន្តែគ្រាន់គេពង្រឹងវិន័យសាលាគេរៀនគឺរៀនច្បាស់លាស់ជីវិតឯកជនធ្វើអីធ្វើទៅរៀនដឹងបាបដឹងបុណ្យហ្នឹងមិនប្រព្រឹត្តហើយទៅរៀនដឹងហើយធ្លាក់នរកខ្លួនឯងធ្លាក់ទៅគេគិតចឹងវិញមានវត្តហ្នឹងចឹងទៅប៉ុន្តែវត្តខ្លះទៀតគឺវត្តគេបដិបត្តិធម៌វិន័យល្អបណ្ដោយដល់ចឹងវាគិតថាជាប្រទេសវាបាក់គិតចឹងវានៅលើបុគ្គលម្នាក់ហើយនឹងការដឹកនាំនៃនិគមមួយវត្តមួយដែលមានអ្នកដឹកនាំក្នុងហ្នឹងបានសិក្សារៀនសូត្រឬអត់ដែនវណ្ណៈអូតូមីខ្ញុំសូមសួរមួយលោកគ្រូតើការដែលអង្គុយស្ដាប់លោកទេសនាពិតជាបានបុណ្យទៅជាក្រោយមែនឬទេបើគ្រាន់តែស្ដាប់យល់ដោយមិនបានអនុវត្តមួយវិញទៀតតើការសាងបុណ្យកុសលផលដល់ជាតិក្រោយដែរឬអត់ហើយមានលក្ខណៈបែបណាខ្លះមែនតែនទៅវិស័យរបស់យើងមិនមែនជាវិស័យដឹងរឿងជាតិមុខជាតិក្រោយទេអញ្ចឹងវិស័យរបស់យើងតែជាបទជនហើយមិនមានអភិញ្ញាចិត្តហ្នឹងមិនមែនជាវិស័យគិតរឿងជាតិមុខជាតិក្រោយទេវាជាវិស័យរបស់អ្នកត្រាស់ដឹងវិស័យរបស់អ្នកបានឈានអញ្ចឹងហើយបានជាធម៌ដែលយើងក៏បីអនុវត្តហ្នឹងគឺធម៌ដែលយើងពឹងបានដោយคลิปមួយខ្ញុំនិយាយបង្ហោះថ្ងៃមិញអញ្ចឹងថាតើមុននឹងព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅនឹងព្រះអង្គផ្ដាំឲ្យសាវកឬក៏យើងទាំងអស់គ្នានឹងយកអ្វីជាទីពឹងទីរលឹកព្រះអង្គឲ្យយកខ្លួនឯងជាទីពឹងទីរលឹកឲ្យយកធម៌ជាទីពឹងទីរលឹកហើយធម៌ដែលទីពឹងទីរលឹកហ្នឹងគឺធម៌បច្ចុប្បន្នហ្នឹងមិនមែនធម៌ជាតិមុខជាតិក្រោយទេដូចអំពីកាយអំពីវេទនាអំពីចិត្តអំពីធម៌ដែលមកសំណុំខ្លួនយើងរាល់ថ្ងៃហ្នឹងទៀតហើយរបស់4ហ្នឹងកាយវេទនាចិត្តធម៌ហ្នឹងមិនមែនកាយវេទនាចិត្តធម៌ម្សិលមិញទេមិនមែនវេទនាកាយចិត្តធម៌ស្អែកទេមិនមែនកាយវេទនាចិត្តធម៌ម៉ោងមុនទេមិនមែនកាយវេទនាចិត្តធម៌ម៉ោងក្រោយទេគឺកាយវេទនាចិត្តធម៌ឥឡូវនេះខណៈនេះណាដូចជាមើលចិត្តចឹងមិនមែនមើលចិត្តខណៈ1ម៉ោងមុនទេមិនមែនមើលចិត្ត1ម៉ោងទៀតទេវាមិនកើតអីយើងមិនដឹងទេគឺឲ្យមើលឥឡូវដល់វាកំពុងស្អីឲ្យដឹងថានឹងបើយើងមើលរូបផ្ដោតលើរូបឥឡូវហ្នឹងមិនមែនបើកភ្នែកឥឡូវឃើញរូបម្សិលមិញទេហើយមិនមែន
tiếng thì chị ở lâu lư sầm lên mà mong tiết đã về mình toàn cao nút tê chẳng thua đây chỉ ti pưng ti rồi lực rồi bỏ dưỡng cứ thua đây cùng phong bạc cọt chết đây nó không chỉ vứt rồi bỏ dưỡng mẹ nó không copy mình men nơi ai na khóc vì chỉ vứt rồi bỏ dưỡng còn là dưỡng trời cá sắc xa copy để cá chỉ rùa của muốn vô mà nó vót ở nắng nó vót thua đây cùng phong bạc cọt nằng cứ thua để cá pi bách chạy này phần tay cá ni với mình men anh vô sưu têនៅពេលដែលយល់ធោះកើតពីបច្ច័យហើយរឿងជាតិមុខជាតិក្រោយយើងមិនបានទៅក៏វាមិនឆ្ងល់ទៀតដែរពីព្រោះយល់ពីបច្ច័យដូចគ្នានឹងគេអាចស្មានបានគឺធ្វើការព្យាករណ៍បានថាយន្តហោះដាក់សាំងប៉ុណ្ណឹងវាវិលប៉ុណ្ណឹងជុំវានឹងអាចហោះបានប្រមាណម៉ោងអញ្ចឹងប្រមាណម៉ោងទៀតអនាគតទេថាជាអនាគតប៉ុន្តែអនាគតនោះគេត្រូវច្នៃពីបច្ចុប្បន្នទៅវាអត់អាចហៅអនាគតមុនដែលមិនទាន់ធ្វើបច្ចុប្បន្នទេតែយើងធ្វើបុណ្យរាល់ថ្ងៃយើងស្ដាប់ធម៌ក្តីយើងចូលបុណ្យក្តីយើងគិតអនាគតមុនបច្ចុប្បន្នមានន័យថាគិតគោលដៅមុនចេញដំណើរឃើញទេកាលណាយើងគិតគោលដៅមុនចេញដំណើរយើងនឹងឆ្ងល់មួយជីវិតតើកន្លែងនឹងស្អីទៅណោះយើងនឹងឆ្ងល់មួយជីវិតតើជាតិក្រោយនឹងស្អីទៅណោះនឹងឆ្ងល់មួយជីវិតតើខ្ញុំអនាគតទៅយ៉ាងម៉េចទៅណោះវានឹងឆ្ងល់មួយជីវិតវាមិនចេះរួចពីឆ្ងល់ទេប៉ុន្តែបើផ្ដើមពីបច្ចុប្បន្នទៅអនាគតគ្រាន់តែជាគោលដៅតែរឿងដែលផ្ដោតសំខាន់គឺបច្ចុប្បន្នកំពុងធ្វើអីឃើញទេអាហ្នឹងជាផ្លូវដែលពុទ្ធបរិញ្ញាអញ្ចឹងតែយើងវាប់មកកាត់ចិត្តណាអូនចេះមិនមានវិធីណាបដិបត្តិធ្វើបច្ចុប្បន្នហ្នឹងមិនលឺតាមរោងប៉ុនហ្នឹងពូជ័យមកព្រឹកទល់ល្ងាចហ្នឹងស្ដាប់មើលបើមិនជាតិក្រោយឬបើមិនរស់ស៊ីមានបានជាតិហ្នឹងទៅផ្លូវគោកឲ្យមានឡានទៅអាកាសយានឲ្យមានយន្តហោះឲ្យសាកន្លែងអត់បានណាអាមិនតន់ទៅផងណាសិតតែរឿង apply អត់បានទៅតាមទឹកឲ្យមានអូបពូស្រ័យឲ្យមានអត្រតัวគេថាឲ្យទៅជួនគេទៅឲ្យពូដដែលគ្នាខ្លាំងធ្វើរោងចក្រនេះណាទៅមានអត្រតัวស្អីដូចអ្នកសួរខ្ញុំមិញថាចុះបើយល់ឲ្យមិនអនុវត្តអាហ្នឹងគាត់យល់តាមពាក្យហ្នឹងធោនេះមិនចាំបាច់យល់ហើយបានទៅអនុវត្តទេមែនទេអាយល់ហើយមិនអនុវត្តហ្នឹងមានន័យថាវាអត់យល់អញ្ចឹងណាគេយល់ស្អីយល់គេថា1 2 3ចេះថា1 2 3ហ្នឹងប៉ុន្តែក្នុង1 2 3ស្អីវាអត់ដឹងទេឬក៏លោកទេសនាថាសង្ខារតែធម៌ទាំងឡាយមិនទៀងយល់អត់យល់តាវាអត់ទៀងទេអាហ្នឹងប៉ុន្តែស្អីគេមិនទៀងយល់តែពាក្យអញ្ចឹងអាយល់ហើយមិនធ្វើហ្នឹងមានន័យថាយល់តែពាក្យវាអត់យល់សភាវៈអានេះប្រៀបដូចជាថាយើងកំពុងឃ្លានហើយស្ដាប់គេនិយាយថានៅក្នុងដូងហ្នឹងមានទឹកយល់ទេយល់តាលើគេថាក្នុងដូងមានទឹកប៉ុន្តែធ្វើម៉េចឲ្យបានទឹកផឹកវាអត់ដឹងគេថាពុះដែរមិនដឹងបានអីពុះគេថាយកបថៅគេថាយកបថៅទៅពុះប៉ុន្តែមិនដឹងបថៅនោះស្អីពុះនោះគឺដាក់វាឲ្យបែកប៉ុន្តែមិនដឹងដាក់ល្មិចវាចាំតែពាក្យអញ្ចឹងណាប៉ុន្តែបើសិនជាវាយល់ដល់ជំរឿនៃការពោលនោះវាគ្មានចាំពីណាយល់សិនទៅធ្វើអាម៉េចទេមកពីអត់យល់នឹងណាមកស្ដាប់គ្រាន់តែយល់ស្ដាប់យល់តែមិនអនុវត្តគ្មានយល់ទេប្រសិនបើយល់វាជាបច្ច័យដល់គ្នាយល់ទេអញ្ចឹងបានលំដាប់ហ្នឹងវាបច្ច័យដល់គ្នាហ្មងមិនមែនមានអ្នកណាធ្វើឬមិនធ្វើទេ
ហ្នឹងហើយមិនមែនអ្នកណាធ្វើឬមិនធ្វើទេឲ្យតែវាកើតត្រូវវាជាបច្ច័យដល់គ្នាបរិយ័តជាបច្ច័យឲ្យកើតបដិបត្តិមិនមែនអ្នកណាចង់ធ្វើអ្នកណាមិនចង់ធ្វើទេហើយដល់បដិបត្តិត្រូវហ្នឹងវាជាបច្ច័យឲ្យកើតការសម្រេចមគ្គផលឬក៏បដិវេទប៉ុន្តែបរិយ័តហ្នឹងគឺបរិយ័តត្រូវសិក្សាត្រូវវាជាបច្ច័យឲ្យប្រតិបត្តិត្រូវអត់មានថាអ្នកណារៀនឲ្យអត់ប្រតិបត្តិអាហ្នឹងមកពីរៀនហ្នឹងវាអត់យល់ហើយឬក៏រៀនហ្នឹងវាអត់ត្រូវដូចយើងដឹងថាក្នុងបាយមានឆ្នាំងអញ្ចឹងដឹងថាលៀនឲ្យដឹងថាក្នុងបាយមានឆ្នាំងមានម្ហូបល្អដែរតែអត់ហូបល្មិចថាមកពីវាអត់ដឹងឮតែគេថាតែឲ្យច្បាស់ទេបើច្បាស់ហើយវាគ្មានពីណាឃ្លានឲ្យដឹងតែក្នុងនឹងមានបាយមានម្ហូបហើយមិនបើកហូបទេវាគ្មានទេតែមកពីដឹងវាដឹងតែទ្រឹស្ដីវាអត់ដឹងគ្រាន់តែចាំទ្រឹស្ដីថាក្នុងឆ្នាំងមានបាយក្នុងឆ្នាំងមានម្ហូបប៉ុន្តែវាមិនដឹងម្ហូបស្អីផងដឹងបាយស្អីបាយមិនដឹងស្អីផងដូចសង្ខារធម៌មិនទៀងហ្នឹងមិនដឹងសង្ខារស្អីផងមិនទៀងហ្នឹងស្អើដឹងដែរថាតិចទៅវាចាស់តិចទៅវាប្រែប្រួលចេះអាហ្នឹងមិនមែនដឹងធម៌ហ្នឹងទេដឹងសង្ខាររឿងព្រមមិនទៀងវាទល់តែដឹងដល់សភាវៈដែលកំពុងកើតរលត់បន្តគ្នាយ៉ាងញឹកឯក៏វាប្រែដែរហ្នឹងមិនបាច់ថាយើងឈប់ឡានក៏វាប្រែដែរគ្មានស្អីទុកបានហ្មងហ្នឹងហើយគឺវាកត់ក្រឹកលឿនជាងអាវិនាទីនឹងរាប់លានដងដឹងថាជីវិតនេះកំពុងតែវិវត្តទៅរកសេចក្តីអន្តរាយហ្នឹងដឹងរបៀបដូចថាយើងនៅក្នុងឡានដែលកំពុងដាច់ចង្កូតដូចធ្លាក់ជ្រោះអញ្ចឹងហើយដឹងខ្លួនថាឡានកំពុងធ្លាក់ជ្រោះអញ្ចឹងហើយដឹងឲ្យធ្វើងើយដែរដឹងច្បាស់អញ្ចឹងហើយខ្លួនឯងនៅក្នុងឡានអញ្ចឹងដឹងរបៀបអញ្ចឹងដឹងឲ្យធ្វើងើយដែរងើយវាអត់កើតទេវាមានតែលក់អត់ដឹងលក់នៅក្នុងដំណេកអវិជ្ជាវាអត់ដឹងណាមានតែអត់ដឹងទេដែលមិនប្រព្រឹត្តមិនប្រតិបត្តិតែបើដឹងវាគ្មានពីណាមិនប្រព្រឹត្តទេដឹងត្រូវចាដឹងហើយអាយល់ហើយមិនប្រតិបត្តិណាអាហ្នឹងចាំតែពាក្យហ្នឹងតែបញ្ញាវាមានយល់ដល់សភាវៈដែលព្រះអង្គសំដែងនេះណាឥឡូវដូចជាកាលដែលព្រះបរមពុរិស័ទហ្នឹងអតីតជាតិរបស់ព្រះពុទ្ធកើតជាចូលតិបាលមានុបហើយមានមិត្តសម្លាញ់គឺខតិកាស្មូនឆ្នាំងគាត់អ្នកធ្វើឆ្នាំងខតិកាស្មូនឆ្នាំងហ្នឹងគាត់ជាអរិយបុគ្គលទៀតប៉ុន្តែអរិយបុគ្គលព្រះអង្គបានដឹងទេណាព្រះពុទ្ធបានដឹងទេមុនពេលដែលគាត់យល់ច្បាស់នៅពធគាត់មានចង់ទៅជួបព្រះពុទ្ធទេអត់ទេខតិកាស្មូនឆ្នាំងហ្នឹងនាំគាត់ទៅនាំមិនក៏មិនទៅដែរមកទៅព្រះអង្គនៅចិត្តបកើយមិននៅឆ្ងាយណាសម្លាញ់ស្មោះស្ម័គ្រចិត្តសម្លាញ់ស្មោះស្ម័គ្រចិត្តគេហៅសម្លាញ់ចិត្តមិត្តភ័ក្ដិហ្នឹងវាមិត្តភ័ក្ដិស្មោះស្ម័គ្រចិត្តហៅមិនក៏មិនទៅដែរប៉ុន្តែរកឧបាយនាំទៅងូតទឹកនៅស្រះបោកខរណីនៅពុទ្ធកសបៈកាលហ្នឹងមិនមែនពុទ្ធយើងទេពុទ្ធមុនប៉ុន្តែចូលទៅបាលហ្នឹងអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធយើងហ្នឹងមានអ្នកប្រាប់ថាលឺដាច់ច្រើនអញ្ចឹងខ្ញុំអាចជាមានបញ្ហាមែនមានអ្នកថាច្បាស់ល្អដែរយ៉ាងម៉េចក៏អញ្ចឹងដល់ម៉ោងដល់ពេលងូតទឹកហើយកំពុងតែជ្រងសក់អីចឹងទៅជាស្លៀកសពុតជនជាតិដើមឥណ្ឌាឬក៏ឥណ្ឌាហ្នឹងគឺស្លៀកញ៉ៃញ៉ៃចឹងទៅទាញកបួលឲ្យមិនទៅទាញសពុតទៅតែប្រពុតនោះចិត្តហ្នឹងទៅផ្លេតអត់ទៅទាញប្រលេះដៃទាញសក់ក្បាលហ្មងថ្ងៃហ្នឹងអូទៅជួបប្រពុតតលបានហ្នឹងដកអូចឹងទៅ
ចូលទៅបាលមាននំគិតថាអីចុះសម្លាញ់អញអីក៏ម៉េះវៃថាមិនទៅទាញសពុតទាញអាវឥឡូវទាញសក់ក្បាលអញទៀតទៅម្ដងទេអូវាមានរឿងអីមិនចិត្តតែចង់ឲ្យអញទៅជួបប្រពន្ធនោះថាគ្នាទៅមនុស្សសម័យដើមគោរពពាក្យថាទៅគឺទៅដល់ទៅស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធកសបៈនៅពេលដែលស្ដាប់ទៅវាព្រោះវាយល់ចូលចិត្តយល់ហ្នឹងគឺធម៌ដែលនិយាយពីជីវិតហ្នឹងដល់យល់ទៅលូនទៅថ្វាយអង្គមពុទ្ធពីមុនហ្នឹងអត់ហ៊ានទៅចិត្តទេក៏ប្រាប់មិត្តភក្តិថាម៉េចសម្លាញ់គ្នាអរគុណខ្លាំងណាស់ដែលអ្នកឯងទាញក្បាលយើងមកហ្នឹងបើអ្នកឯងមិនបានធ្វើដល់ម្លឹងទេខ្ញុំមិនអាចស្គាល់រសជាតិពធអញ្ចឹងទេមនាលសម្លាញ់ស្មោះស្ម័គ្រចិត្តចូលអ្នកត្រឡប់ទៅវិញចុះមិនអញ្ចឹងខ្ញុំយល់ប៉ុណ្ណេះហើយខ្ញុំមិនត្រឡប់ទៅវិញទេខ្ញុំនឹងសុំអនុញ្ញាតបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធហើយភក្តិកាស្មូនឆ្នាំងឯណោះក៏បានប្រាប់ថាសម្លាញ់គ្នាក៏ជ្រះថ្លាអនុមោទនាការតាំងចិត្តរបស់អ្នកប៉ុន្តែខ្ញុំមានម្ដាយចាស់ពុកចាស់ត្រូវមើលថែខ្ញុំត្រូវត្រឡប់ទៅមើលគាត់វិញឥឡូវខ្ញុំចង់បញ្ជាក់រឿងនឹងថាមុននឹងបន្តិចមុននឹងបន្តិចដែលមុននឹងយល់ពធពិតហ្នឹងគ្រាន់តែជួបប្រពុតក៏មិនចង់ដែរមិនចង់ទេជុកណាគ្រាន់តែយល់ភ្លាមលូនទៅថ្វាយអង្គមព្រះអង្គឲ្យសូមបួសទៀតតាណាដែលចូលទៅបានមនុស្សហើយយល់ឲ្យត្រូវតែធ្វើឬក៏យល់ឲ្យក៏មិនចង់ធ្វើវាអត់ទេឲ្យតែយល់ពិតវាជ្រះថ្លាពិតវាកើតអីមួយយ៉ាងហើយអញ្ចឹងនឹងមានមនុស្សច្រើនណាស់ដែលស្ដាប់ធម៌យល់ឲ្យលះបង់អំពើខុសហ្នឹងគឺថាវាគ្មានពីណាអត់លះទេឲ្យតែយល់ច្បាស់តែយល់ឲ្យអត់លះថាយល់វាអត់ច្បាស់ខ្ញុំលើកឧទាហរណ៍មួយទៀតនៅក្មេងដែលមិនស្គាល់ពស់អាសេរពឹសសម្គាល់ថាពស់អាសេរពឹសនឹងជាប្រដាប់លេងយកមករុំកលេងអញ្ចឹងទៅហើយពស់អាសេរពឹសវារុំកហើយវាបើកវែករហូតតែចាក់អញ្ចឹងហើយក្មេងវាសប្បាយចិត្តវាឃើញកាឡាស្អាតអញ្ចឹងទៅវាសប្បាយចិត្តវាយើងចេះតែប្រាប់ថាកុំលេងប្រយ័ត្នចាក់ងាប់យើងទៅយកចេញខឹងទៀតឧទាហរណ៍មួយទៀតខ្ញុំធ្លាប់លើកញឹករឿងការពោធិសត្វទៅជួញស្រុកឆ្ងាយហើយបែកសំពៅទៅ500នាក់ដល់ពេលហើយកោះហ្នឹងទុតយៈកណី500ហើយរឿងហ្នឹងវាមានយៈកណីមែនអាហ្នឹងកុំសួរខ្ញុំគ្រាន់តែលើកជាឧទាហរណ៍ដល់ពេលបែកសំពៅទៅក៏ម្នាក់ទាញបន្ទះក្តារហែលទៅនឹងកោះមួយហ្នឹងយៈកណី500ហ្នឹងគេដឹងពួកគេអ្នកធ្វើព្យុះឲ្យវាបែកសំពៅហើយគេត្រៀមគេធ្វើយកក្អមទៅដងទឹកគេយកឆ្នាំងទៅលាងគេយកខោអាវទៅបោកធ្វើរបៀបដោយស្ត្រីមានប្តីដែលថាប្តីទៅជួញបាត់ហើយនៅចាំប្តីអញ្ចឹងណាមានផ្ទះគេមួយរៀងខ្លួនដល់ពេលអ្នកទាំងអស់គ្នាមកហេវហត់ណាគឺគេនាំទៅលេងផ្ទះគេរៀងខ្លួនមួយប៉ុន្តែមុននឹងនាំអ្នកទាំងអស់គ្នាមកអាប្តីមុនដែលចាប់បាននោះយកទៅចងទុកក្នុងរូងភ្នំមុននឹងស៊ីប្តីមុនរកប្តីថ្មីបានសិនគេឆ្លាតដែរស៊ីមុនបានប្តីថ្មីអត់អីទេមកអញ្ចឹងគេយកប្តីមុនទៅចងទុកក្នុងគហាភ្នំព្រះបរមពោធិសត្វដែលជាមេចំនួនហ្នឹងមនុស្សឆ្លាតគាត់ថាវាមិនគួរចៃដន្យដល់ម្លឹងទេអមេក៏គ្នាអញ500នាក់ហើយមានស្រីវ័យប្រហែល30 20ដូចអដេញមានប្តីហើយប្តីទៅបាត់ទាំងអស់ហ្នឹងហើយដូចជាត្រូវរៅគ្នាឆាប់ម៉េះកុំវល់ថាប្តីខ្ញុំទៅយូរហើយបើអ្នកបងមិនខុសតោះទេធ្វើប្តីខ្ញុំទៅគ្រប់តែគ្នាអញ្ចឹងវាងាយពេកហើយវាសុកវាស្រួលមែនទេប៉ុន្តែវាងាយពេកឲ្យចេះគិតណាតើទាំងអស់ហ្នឹងពិតជាមនុស្សមែនឬក៏ម៉េចមនុស្សមានល្បិចឬក៏យ៉ាងម៉េច
តន់សង្ស័យថាជាស្អីប្រកាសប៉ុន្តែមិនទុកចិត្តធ្វើដេកមិនលក់ដេកមិនលក់ប៉ុន្តែពុតធ្វើដេកលក់ធ្វើសមុកអីចឹងទៅប្រពន្ធហ្នឹងគេមើលគេតេះមើលគេកេះមើលអត់ងើបចឹងទៅក៏គេងើបតិចគេទៅដាស់គ្នាគេទៅដើរផុតតែពីផ្ទះទៅនោះខ្លាយរយៈកណីប៉ុណ្ណាណីគេនាំគ្នាដើរទៅ500នាក់ហ្នឹងទៅក្នុងគុហាភ្នំដែលគេចងប្តីមុនគេនោះហើយពពោស័តនេះអត់ដាស់ណានាទេខ្លាចវាផ្អើលអញ្ចឹងលោបទៅមើលម្នាក់ឯងដល់លោបមើលម្នាក់ឯងឃើញយៈកណីហ្នឹងណាទៅចាប់ដកកប្តីមុនហ្នឹងវាច់ទៅពីក្បាលគ្រប់ដូចផ្លែប៉ោមអញ្ចឹងសួរថាតើនៅជាប់ជំពាក់នឹងស្រីស្អាតនឹងទៀតទេដែលដឹងថានឹងជាយៈកណីកាឡាខ្លួនអញ្ចឹងដឹងអញ្ចឹងអាយល់ដឹងច្បាស់អញ្ចឹងនៅឯថាអត់ទេតែបើលឺគេនិយាយវាជារឿងមួយផ្សេងត្រឡប់វិញរត់ទៅដាស់អ្នកទាំងអស់គ្នាថាមិនមែនប្រពន្ធយើងទេវើយមិនមែនស្រីស្អាតទេវើយយៈកណីទេយៈកណីទេមិនមែនស្រីស្អាតទេកុំនៅណោះអាប្រុសមុនហ្នឹងគេស៊ីអស់ហើយមិញតែថ្ងៃក្រោយគេបានប្រុសថ្មីគេស៊ីយើងហើយហ្នឹងហើយអ្នកទាំង500ហ្នឹងស្របគំនិតតាមមេសំពៅនៃសំពៅហ្នឹងតែ250នាក់ទេព្រោះគេគិតពិចារណាថាចៅវាយយើងមេយើងមិនដែលនិយាយខកទេក៏ទៅតាម250នាក់ទៀតនោះមកពីចង់ទៅផ្ទះហ្នឹងតែជាមកប្រូអញ្ចឹងអត់ទៅជាមួយរត់គេចខ្លួនបានតែ250នាក់ទេអញ្ចឹងមនុស្សទាំង3នោះវាមាន3ក្រុមមួយឃើញផ្ទាល់មួយមកនិយាយយល់ស្របតាមហើយមួយទៀតមិនយល់ស្របតាមអញ្ចឹងពធដូចគ្នាអញ្ចឹងដែរអ្នកដែលបានឃើញផ្ទាល់វាអត់សំខាន់ថាគួរធ្វើឬមិនធ្វើទេឲ្យតែយល់ផ្ទាល់ដូចនៃសំពៅទៅឃើញយៈនឹងអញ្ចឹងសង្ខារធម៌ទាំងឡាយនៅក្នុងជីវិតរបស់យើងបើយើងយល់វាមិនដឹងថាត្រូវមិនធ្វើល្មិចបើវាយល់ទៅហើយដូចនៃសំពៅហ្នឹងអញ្ចឹងនៃសំពៅហ្នឹងមិនដឹងថាឲ្យគាត់នៅដំអក់ទៀតល្មិចបើគាត់ឃើញច្បាស់ទៅហើយខ្ញុំចង់បញ្ជាក់អាទៅហ្នឹងអញ្ចឹងមកខ្ញុំចង់ត្រឡប់មកពាក្យខាងដើមវិញថាយល់ឲ្យអត់អនុវត្តផងយល់អីគេយល់ពាក្យហ្នឹងដូចមនុស្ស500នាក់ស្ដាប់បន្តហ្នឹងឃើញទេស្ដាប់បន្តហ្នឹងទៅតាមក៏មិនប្រកាសថាជឿទាំងស្រុងដែរប៉ុន្តែបើសម្រាប់អ្នកឃើញផ្ទាល់គេខត់ឲ្យនៅ10ថ្ងៃទៀតកុំតន់ចេញដំណើរអីនៅឯដូចយើងថារៀនចេះដឹងដែរមិនអនុវត្តចេះអីគេចេះពាក្យហ្នឹងចេះថាហ្នឹងវាអត់យល់សភាវៈមែនទេចឹងហើយបានជាព្រះសម្មាសម្ពុទ្ធប្រើពាក្យថាអេហិបស្សកោអេហិបស្សកោអេហិប្រែណាមកបស្សកោមើលខ្លួនឯងព្រះអង្គនិយាយពីអីក៏ដោយត្រូវបើកបញ្ញាមើលខ្លួនឯងដូចនិយាយពីកាយមិនមែនកាយណាទេកាយណាឯងហ្នឹងនិយាយពីវេទនាមិនមែនវេទនាណាទេគឺវេទនាណាឯងហ្នឹងសុខទុក្ខឧបេក្ខាហ្នឹងនិយាយពីចិត្តមិនមែនចិត្តណាទេគឺចិត្តណាឯងហ្នឹងធម៌ពួកធម៌ផ្សេងមាននិវរណៈធម៌ជាដើមមិននៅក្នុងទីណាទេគឺក្នុងអ្នកនឹងហើយមើលទៅហើយតែមើលឃើញហើយនៅតំអក់ទេហើយវាតំអក់មិនកើតទេវាឃើញហើយចាដឹងហើយមិនទៅថាដឹងវាមិនច្បាស់